អបអសាទរចំពោះសមត្ថភាពធ្វើដំណើរឆ្លងពេលវេលារបស់ខ្ញុំធ្វើដំណើរឆ្លងពេលវេលាទីនេះជាកន្លែងណារត់បាត់អូឆ្នាំ2026វ៉ាងតាមីទោះបីជាយើងទាំងពីរអ្នកលែងលះគ្នាក៏ដោយប៉ុន្តែយ៉ាយ៉ាជាកូនបង្កើតរបស់អ្នកណាបើបងយកស្បៀងអាហារនៅទីនេះទៅចុះបើកូនដាច់ពូស្លាប់តើគិតយ៉ាងម៉េចពួកឯងស្លាប់យ៉ាងម៉េចវាពាក់ព័ន្ធអីនឹងឯងមិនមែនទេម៉ាក់គុំវីប៉ាអីលីជៀនមីនខ្ញុំនិងតាមីចិត្តរៀបការជាមួយគ្នាហើយស្បៀងមួយបាវនេះចាត់ទុកជាកាដូចង្ដៃពូយើងទៅអាហាប៉ាតើប៉ាឈឺទេយ៉ាយ៉ាក្មេងល្អប៉ាមិនឈឺទេអានេះត្រូវហើយយ៉ាយ៉ាមិនឃ្លានទេយ៉ាយ៉ាគួនកូនចូលក្នុងផ្ទះមុនសិនទៅពុកចេញទៅមើលខាងក្រៅបន្តិចមើលថាតើមានបន្លែព្រៃឬអ្វីខ្លះអត់បាត់ពុកនេះជារបស់ម៉ែខ្ញុំជាគេមរតកដែលបន្សល់ទុកឲ្យខ្ញុំយកទៅផ្សាររងឹតប្រហែលជាអាចដូរបានស្បៀងអាហារខ្លះសូមអបអរសាទរសមត្ថភាពធ្វើដំណើរឆ្លងពេលវេលាធ្វើដំណើរឆ្លងពេលវេលាទីនេះនៅណាអញ្ចឹងនេះគឺអូឆ្នាំ2026ខ្ញុំឆ្លងពេលវេលាមកដល់60ឆ្នាំក្រោយមែនឬនេះទេមុននេះខ្ញុំទើបតែឃើញរ៉ូបដ៏ស្អាតមួយកាន់នាឡិកាហោប៉ៅធ្វើឲ្យខ្ញុំពីឆ្នាំ1961ឆ្លងភពមកដល់ឆ្នាំ2016ណែននំផាវក្តៅទើបតែហុយអាយ៉ាកំឡុសតូចនំផាវធំទើបតែឆ្អិនក្តៅចង់ទិញមួយអត់យកនំប៉ាវឲ្យខ្ញុំមួយចិនមកអ្នកលក់ហុយមនុស្សឈួតមកពីណានេះមកលេងសើចជាមួយអញខ្ញុំមិនទទួលអានឹងទេអានឹងមួយតម្លៃ2យ៉នចង់ទិញក៏ទិញបើអត់ទិញទេឆាប់ចេញឲ្យឆ្ងាយទៅកុំមករំខានការរកស៊ីរបស់អញនេះជាបានស្បៀងមួយចិនប្រភេទ Limited ផលិតឆ្នាំ1961តើអ្នកអាចលក់វាឲ្យខ្ញុំបានទេខ្ញុំសុខចិត្ត10000យ៉នស្អីគេ10000យ៉នប៉ាន់ស្បៀងនឹងមានតម្លៃម្លេះមើលមានអីថ្លៃម្លេះដែរមិនដែរលក់ឬអត់ស្មានមិនដល់ថាបានស្បៀងដែលខ្ញុំយកមកពីឆ្នាំ1961មានតម្លៃដល់ថ្នាក់នឹងសោះអូយឈឺណាស់នេះលុយ10000យ៉នណានេះបានស្បៀងជូនអ្នកខ្ញុំឈ្មោះវ៉ាងជីវយ៉ាថ្ងៃក្រោយបើមានបានស្បៀងបែបនឹងទៀតមកតាក់ទងខ្ញុំទិញថ្លៃខ្ពស់មើលទៅទីនេះមិនខ្វះស្បៀងអាហារទេខ្ញុំទើបតែបានលុយ10000យ៉ននេះទៅហាងទំនិញទិញអីញ៉ាំឲ្យកូនស្រីខ្លះយកទៅវិញកញ្ញាវ៉ាងតើអ្នកដឹងទេថាហាងផ្គត់ផ្គង់ទំនិញនៅណាខ្ញុំចង់ទិញអីបន្តិចបន្តួចឲ្យកូនស្រីខ្ញុំហាងផ្គត់ផ្គង់ទំនិញអ្នកនេះពិតជាកំ pl ែងមែនអ្វីដែលអ្នកចង់និយាយគឺផ្សារទំនើបមែនទេមានផ្សារទំនើបមួយនៅទីនោះអូអរគុណច្រើនបើដឹងអីចឹងខ្ញុំគួរតែទទួលយកបានទិញស្រូវរបស់គាត់ធ្វើឲ្យខ្ញុំខកខានឱកាសបានលុយ10000បាតអូយវ៉ាអស្ចារ្យណាស់នេះហើយមែនទេហាងផ្គត់ផ្គង់ទំនិញឆ្នាំ2026របស់ឆ្ងាញ់នៅទីនេះច្រើនម្លេះអូយជើងមាន់នេះលោកតាចង់ញ៉ាំបំផុតមួយនេះទៀតហើយក៏មានជើងមាន់នេះដែរហាដំបងឆក់អាចធ្វើឲ្យបុរសម្នាក់ដួលសន្លប់បានមួយនេះល្អទិញមួយចុះបើពួកម៉ាតាមីមកប្លន់របស់នៅផ្ទះទៀតខ្ញុំអាចយកវាការពារខ្លួនបានយកមួយនេះហើយក៏មួយនេះដែរហេរបស់ច្រើនម្លេះតើខ្ញុំយកត្រឡប់ទៅផ្ទះយ៉ាងម៉េចទៅមិននឹកស្មានថានាឡិកាដៃមួយនេះផ្ដល់សមត្ថភាពឲ្យខ្ញុំមានកន្លែងទុកដាក់របស់របរយកមកឲ្យខ្ញុំពូមែនហើយវាអាចគ្រប់គ្រងបានតាមរយៈការគិតរបស់ខ្ញុំទៀតងាយស្រួលខ្លាំងណាស់ឥឡូវខ្ញុំត្រូវតែប្រញាប់យកអាហារទាំងនេះទៅផ្ទះហុងជួនសុងយ៉ាវប៉ាកូនឃ្លាន
ប៉ាទិញអាហារមកឲ្យកូនហើយប៉ាជើងមាន់ធំនេះឲ្យញ៉ាំយឺតកូនយ៉ាយ៉ានៅមានទៀតមានអាហារច្រើនណាស់ប្រញាប់ញ៉ាំទៅប៉ាក៏ញ៉ាំដែរប៉ានឹងកូនញ៉ាំជាមួយគ្នាកុំរំខានប៉ានឹងមិនឲ្យកូនឃ្លានទៀតឡើយយ៉ាយ៉ាជឿលើប៉ាស្មានមិនដល់សោះម្ហូបដែលភ្លាន់បានពីផ្ទះលីជៀនមេងស៊ីអស់លឿនយ៉ាងនេះរាល់ថ្ងៃផឹកតែទឹករាវធ្វើឲ្យពោះគ្មានជាតិប្រេងបន្តិចសោះបងវ៉ាកាលនោះតាមបងដោយសារប៉ាបងជាប្រធានក្រុមផលិតកម្មចុះហេតុអ្វីគាត់រកស្បៀងអាហារមិនបានដែរវាជារដូវទុរភិក្សដ៏ធំតើឲ្យទៅរកឯណាបានបងវ៉ាក្លិនស្អីគេឈ្ងុយម្លេះក្លិននេះដូចជាចេញពីផ្ទះលីជៀនមីងនៅជិតខាងចង្រៃអើយអាម្នាក់នេះប្រកាសជាលក្ខរបស់ល្អនៅផ្ទះទៀតហើយរបស់ផ្ទះវាក៏មានចំណែកអញដែរតោះយើងទៅប្លន់ផ្ទះវាតោះទៅឆ្ងាញ់ទេឆ្ងាញ់អីចឹងញ៉ាំឲ្យច្រើនទៅម៉ាដាមេឯងមកធ្វើអីទៀតហើយយើងមកធ្វើអីល្អណាស់យីជៀនមីងអ្នកនៅលាក់អាហារច្រើនម្លេះអេបងវាងរបស់ក្នុងផ្ទះនេះខ្ញុំក៏មានចំណែកដែរតោះយើងទៅយកអេតោះបងបើអញហ៊ានចូលមកទៀតស៊ីវសុងខ្ញុំមិនទុកមុខឲ្យអញទេណាមិនទុកមុខអញសាកមិនទុកមុខឲ្យខ្ញុំមើលបន្តិចមើលមិនអាចខូចបានទេមែនត្រូវតែយកឈប់សាច់ទៅចេញទៅឲ្យឆ្ងាយទៅគឺពួកឯងទេដែលបង្ខំខ្ញុំទៅណាផ្ញើទៅណាអូបងឡងនេះគឺពួកឯងបង្ខំខ្ញុំទេអូយជីវិតខ្ញុំអូបងប្រុសល្អណាស់ឯងលីជៀនមីងឥឡូវឯងហ៊ានណាស់ចាំមើលខ្ញុំទះមុខឯងឲ្យហ៊ានមកធ្វើបាបនឹងយ៉ាយ៉ានៅហ៊ានទៀតទេហ៊ានទៀតទេលីជីងមីងមិនមែនទេបងលីនខ្ញុំខុសហើយខ្ញុំលែងហ៊ានទៀតហើយបងលើកលែងទោសឲ្យខ្ញុំទៅសួរថានៅហ៊ានទៀតទេខ្ញុំលែងហ៊ានហើយខ្ញុំលែងហ៊ានទៀតហើយអេបងធ្វើវិញមកទៀតមកខ្ញុំនឹងទះឲ្យងាប់ទាំងអស់គ្នាខ្ញុំផ្ទាល់នឹងចេញទៅបងធ្វើវិញក្បាលខូចមកទៀតមកខ្ញុំនឹងទះឲ្យងាប់ទាំងអស់គ្នាមិញបងខ្លាំងណាស់ប៉ានឹងមិនឲ្យកូនឃ្លានទៀតទេហើយក៏មិនឲ្យអ្នកណាមកធ្វើបាបកូនដែរយ៉ាយ៉ាជឿប៉ាលីជីងមីនេះដៃធ្ងន់មែនគាត់មិនដឹងថាអញជាកូនប៉ាទេគាត់ថាបើមិនមែនជាកូនប៉ាគាត់មិនវីទេមែនហើយប្អូនគាត់និយាយបែបហ្នឹងលើកនេះហ៊ានខ្លាំងណាស់ខ្ញុំនឹងទៅរកអ្នកមកវាឥឡូវនេះហេស្បៀងអាហាររបស់ស៊ីលីស៊ីអស់លឿនម្លេះហើយលុយនៅខាងនោះក៏ចាយចិត្តអស់ដែរខ្ញុំក៏គ្មានបានទិញម្ហូបទៅដូរដែរគិតចេញហើយខ្ញុំអាចយកលុយនៅខាងនោះទៅទិញស្បៀងមករួចឲ្យអ្នកភូមិយកបានទិញម្ហូបមកដូរជាមួយខ្ញុំស្នាដៃឆ្លងពេលវេលាអូយនៅឆ្នាំ2026ស្បៀងពិតជាមិនខ្វះមែនចំណាយតែប៉ុន្មានពាន់លុយក៏ទិញបានស្បៀងច្រើនម្លេះដាក់ល្ងទុកនៅទីធ្លាផ្ទះមិនមានសុវត្ថិភាពសោះខ្ញុំយកទៅទុកក្នុងកន្លែងស្តុករបស់សិនបើខ្ញុំជាប្រធានក្រុមគឺល្អណាស់មិនត្រឹមតែអាចប្រើមេក្រូធំប្រកាសឲ្យអ្នកភូមិមកដូរស្បៀងបានទេថែមទាំងអាចប្រើអត្តសញ្ញាណនេះទៅអំពាវនាវដល់អ្នកភូមិផ្សេងទៀតឲ្យមកដូរបានទិញម្ហូបជាមួយខ្ញុំបានទៀតលីជៀនមិនឯងចេញមកឲ្យលឿនមកលីងចឹងមិនចេញមកឲ្យលឿនមកលីជៀនមេងអញហ៊ានវីកូនប្រុសអញដល់ថ្នាក់សន្លប់បាត់ស្មារតីអញ្ចឹងហេបងវាងគឺជាកូនប្រុសរបស់ប្រធានក្រុមធំណាមុននឹងវីគាត់អញគួរតែគិតពីផលវិបាកនេះឲ្យហើយទៅនិយាយច្រើនធ្វើអីវីវាឲ្យចប់ទៅធ្វើស្អីហ្នឹងក្នុងនៅពេលដែលពួកឯងមិនព្រមឈប់រករឿងបែបនេះ
កុំបន្ទោសថាអញមិនគួរសមឲ្យសោះហួងធីជូអញដឹងទេថាខ្ញុំបានរកវិធីពិសេសដើម្បីយកស្បៀងមកចែកជូនអ្នកភូមិហើយឥឡូវនេះចង់យកស្បៀងទាំងនេះធ្វើជារបស់ខ្លួនឯងប្លន់មិនបានក៏មកសងសឹកមែនទេសម័យកាលនេះអ្នករាល់គ្នាចិត្តអត់ឃ្លានស្លាប់អស់ហើយប្រធានក្រុមបែរជាចង់លួចយកស្បៀងដែលជីនមីនត្រៀមទុកឲ្យពួកយើងប្រធានក្រុមតើអ្វីដែលជីនមីននិយាយជារឿងពិតមែនទេអ្នករាល់គ្នាកុំជឿពាក្យគាត់ផ្ដេសផ្ដាសអីគាត់មានស្បៀងស្អីទៅចែកអ្នកភូមិលីជីនមីនអញថាពួកយើងប្លន់ស្បៀងដែលអញត្រៀមទុកឲ្យអ្នកភូមិអញ្ចឹងអញដឹងទេថាអ្នកភូមិយើងជាង50នាក់ត្រូវការស្បៀងច្រើនប៉ុណ្ណាស្បៀងបន្តិចបន្តួចដែលអញលាក់ទុកនោះមិនគ្រប់គ្រាន់ឲ្យអញម្នាក់ហូបឆ្អែតផងឯងនិយាយរឿងផ្ដេសផ្ដាសស្អីហ្នឹងអូជាង50នាក់ជាង500នាក់ក៏ខ្ញុំមានស្បៀងគ្រប់គ្រាន់ដែរខ្ញុំនិយាយផ្ដេសផ្ដាសមែនទេអញ្ចឹងខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាឃើញថាតើខ្ញុំមានស្បៀងសម្រាប់ចែកជូនអ្នកភូមិឬអត់ស្បៀងអាហារអូស្បៀងច្រើនណាស់អ្នកភូមិទាំងអស់គ្នានេះជាស្បៀងដែលខ្ញុំរកមកបានតាមរយៈក៏ពិសេសដើម្បីចែកជូនអ្នកទាំងអស់គ្នាប៉ុន្តែវាងធីជូនិងប៉ាក់ពួកបែរជាចង់យកស្បៀងទាំងនេះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញមិនចម្លែកទេតើកាលពី2ថ្ងៃមុនខ្ញុំឃើញផ្ទះវាងធីជូហូបសាច់នឹកស្មានមិនដល់ថាគេលួចយកស្បៀងទៅបាត់ស្បៀងដែលជៀនមីងរៀបចំឲ្យយើងសំណាងហើយដែលយើងបានឃើញបើមិនអញ្ចឹងទេមិនដឹងថាចិត្តរបស់វាងធីជូខ្មើខ្វក់ដល់ថ្នាក់នេះទេលីជៀនមីនកុំមកចោទប្រកាន់ផ្ដេសផ្ដាសនៅទីនេះភស្តុតាងរបស់អ្នកវាច្បាស់ក្រឡែកហើយអ្នកនៅចង់មួលបង្កាច់ជៀនមីនទៀតឬវាងធីជូអ្នកមិនសមជាប្រធានក្រុមទេអ្នកភូមិទាំងអស់កំពុងតែឃ្លានចិត្តស្លាប់ទៅហើយស្បៀងសង្គ្រោះជីវិតក៏អ្នកហ៊ានលួចយកដែរគុំវីខ្ញុំលោកប្រធានក្រុមវីឲ្យងាប់ទៅអ្នកឯងចិត្តទូលីណាស់ខ្ញុំនឹងទប់ទល់ឲ្យអ្នកឯងធ្វើដាក់អ្នកភូមិបែបនេះអ្នកឯងមិនស័ក្តិសមធ្វើជាមេក្រុមទេមែនហើយអ្នកឯងមិនស័ក្តិសមទេអ្នកភូមិឲ្យជៀនមីងអាចនាំពួកយើងឲ្យហូបឆ្អែតបានទៅមុខទៀតយើងទាំងអស់គ្នាជ្រើសរើសជៀនមីងធ្វើជាមេក្រុមយល់ព្រមទេខ្ញុំគាំទ្រខ្ញុំយល់ព្រមអ្នកណាអាចនាំអ្នកភូមិហូបឆ្អែតអ្នកនោះនឹងបានធ្វើជាមេក្រុមហ្វាងធីជូថ្ងៃដែលអ្នកឯងក្អេងក្អាងវាចប់ហើយមានឋានៈជាមេក្រុមនេះទៅមុខទៀតរឿងដែលខ្ញុំយកស្បៀងទៅដូរយកបានទិញម្ហូបនឹងកាន់តែងាយស្រួលមានឋានៈជាមេក្រុមនេះទៅមុខទៀតរឿងដែលខ្ញុំយកស្បៀងទៅដូរយកបានទិញម្ហូបនឹងកាន់តែងាយស្រួលក្នុងនៅពេលដែលអ្នកភូមិទាំងអស់ចង់រុញឲ្យខ្ញុំធ្វើជាមេក្រុមអញ្ចឹងខ្ញុំនឹងបង្ខំចិត្តទទួលធ្វើក៏បានជៀនមីងអ្នកមិនបាច់ពិបាកចិត្តទេអ្នកអាចនាំពួកយើងហូបឆ្អែតបាននោះគឺប្រសើរជាងហ្វាងធីជូទៅទៀតមែនហើយប៉ុន្តែអ្នកភូមិឲ្យខ្ញុំត្រូវប្រាប់អ្នកទាំងអស់គ្នាជាមុនសិនស្បៀងទាំងនេះគឺខ្ញុំដូរមកតាមរយៈច្រកពិសេសមកពីប្រភេទមានលក្ខខណ្ឌរបស់គេគឺត្រូវប្រើបានទិញម្ហូបអាហារមកដូរបានប៉ុន្មានគីឡូដូរបានម្ហូបប៉ុណ្ណឹងមិនអាចថ្លៃបានទេក្នុងសម័យកាលខ្វះខាតបែបនេះដែលមានម្ហូបឲ្យទិញដោយប្រើប៉ាន់គឺពិតជាសំណាងណាស់ហើយមែនហើយម្យ៉ាងទៀតមិនដល់ថ្លៃទៀតខ្ញុំយល់ព្រមពួកយើងក៏យល់ព្រមដែរអញ្ចឹងអ្នកភូមិទាំងអស់គ្នាត្រឡប់ទៅយកបានមកដូរម្ហូបជាមួយខ្ញុំទៅប៉ុន្តែលើកលែងតែមនុស្សប៉ុន្មានអ្នកនេះទោះបីពួកគេឲ្យថ្លៃប៉ុណ្ណាក៏ដោយក៏ខ្ញុំមិនលក់ឲ្យដែរព្រោះខ្ញុំស្អប់បំផុតចំពោះមនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្វល់ពីជីវិតអ្នកភូមិជៀនមីននិយាយត្រូវខ្ញុំគាំទ្រមនុស្សពៀដូចជាវាងធីជូគឺមិនសមនឹងទទួលបានម្ហូបពីជៀនមីនឡើយពួកគេនិយាយត្រូវហើយមិនសមទេមិនមែនទេពួកគេមិនសមទេមកអរគុណណាថ្ងៃក្រោយមកទៀតមានអីអស្ចារ្យទៅវាងធីជូអញតាមហែងមកមិនដែលជួបតែរឿងល្អទេឥឡូវគេមានស្បៀងហូបគ្នាអស់ហើយនៅសល់តែអញម្នាក់ឯងផ្លុំឲ្យហែងងាប់ទៅហែងកាត់អីមិនស្រួលទេនឹងហែងងាប់ហើយមែនទេឡុងវីហែងឲ្យងាប់សុំមុខហើយស្អែកនេះអញនឹងយកបានទិញស្បៀងទាំងនេះទៅរកវាងជីវយ៉ាដូរយកលុយឲ្យច្រើនដើម្បីទិញចំណីឲ្យយ៉ាស្អែកនេះអញនឹងយកបានទិញស្បៀងទាំងនេះទៅរកវាងជីវយ៉ាដូរយកលុយឲ្យច្រើនដើម្បីទិញចំណីឲ្យអញនេះជាបានទិញស្បៀងឆ្នាំ1961នៅកន្លែងអ្នកវាមិនខុសអីពីរបស់ឥតតម្លៃទេអ្នកពិតជាខ្លាំងមែនជៀនមីងលោកម្ចាស់គូអ្នករាប់មើលទៅថាវាមានតម្លៃប៉ុន្មានអូប៉ាន់ទិញស្បៀងលើកនេះមានតម្លៃ1 លានអ្នករាប់មើលទៅអូមិនបាច់រាប់ទេខ្ញុំជឿជាក់លើអ្នក
ត្រួតពិនិត្យឃើញថាមានតម្លៃដល់ទៅ1លានពិសេសគឺសមត្ថភាពក្នុងការវិតម្លៃហឹមហឺរកឃើញថាអ្នករកបាន 10,000 ដំបូងហើយ0,000នឹងធ្វើឲ្យសមត្ថភាពភ្នែកសកម្មសមត្ថភាពវិតម្លៃវត្ថុបុរាណអាហាហឺលោកវាងមើលថូបការនេះបន្តិចមើលថាវាមានតម្លៃប៉ុន្មានបានតម្លៃថូបការនេះគឺ50,000នេះជាថូបគំនូរចិនសម័យរាជវង្សឈិងខ្ញុំអាចឲ្យអ្នក50,000ខ្ញុំជឿជាក់លើតម្លៃរបស់លោកវាងខ្ញុំលក់ឲ្យលោកហើយអរគុណលុយចូល50,000ហើយណាដើរដោយសុវត្ថិភាពណាវ៉ាថូបការសម័យរាជវង្សឈិងមួយនេះអាចលក់បានដល់ទៅ50,000ពិតជាអញ្ចឹងហើយនេះជាវត្ថុបុរាណសម័យកាលយើងតែងតែមានគេយកវត្ថុបុរាណទាំងនេះទៅផ្សារងឹតដើម្បីដូរយកស្បៀងអាហារឥឡូវខ្ញុំមានភ្នែកដ៏មុតស្រួចនេះហើយយកស្បៀងអាហារទាំងនេះទៅផ្សារងឹតដើម្បីរើសយកវត្ថុបុរាណនោះមិនមែនចង់ធ្វើជាចោលទេយកស្បៀងអាហារនៅទីនេះទៅផ្សារងឹតទៅរកស៊ីចិញ្ចឹមជីវិតតាមមានតាមបាននោះមិនមែនចង់ក្លាយជាអ្នកមានធំទេគំនូរមានតម្លៃ15,000 យន់ចានប៉ូស៊ឺឡែនតម្លៃ2លានយន់តម្លៃ10,000 យន់វ៉ែនតាសម្រាប់មើលវត្ថុបុរាណនេះបែរជាអាចមើលដឹងពីតម្លៃនៅឆ្នាំ2026បានយ៉ាងច្បាស់បើធៀបនឹងបងថ្លៃខ្ញុំវិញបិទបាំងចិត្តពេកហើយចានប៉ូស៊ឺឡែនសម័យរាជវង្សឈិងនេះតម្លៃប៉ុន្មានស្បៀងកន្លះចិនឆាប់យកទៅនេះវាមានតម្លៃខ្លាំងណាស់ចុះអានេះក៏ស្បៀងកន្លះចិនដែរមែនទេបានមានស្បៀងហើយហេរបស់ទាំងនេះមានរបស់ហូបហើយតម្លៃ15,000 យន់បន្ទះដីដុតសម័យរាជវង្សស៊ុងតម្លៃ10,000 យន់ពួកឯងពីរនាក់មិនរកអ្នកណាទៅបង្ករឿងបែរជាទៅបង្ករឿងជាមួយលីជីនមីនឥឡូវឃើញទេអ្នកភូមិទាំងមូលហូបចុកឆ្អែតក្បាលពោះមានតែផ្ទះយើងទេដែលឃ្លានឥឡូវថែមទាំងត្រូវយករបស់ដែរដូនតាបន្សល់ទុកមកផ្សារងឹតដើម្បីដូរយកស្បៀងទៀតបើខ្ញុំចុះទៅក្រោមតាហ៊ានមុខទៅជួបដូនតាដោយរបៀបណាថែមទាំងត្រូវយករបស់ដែលដូនតាបន្សល់ទុកមកផ្សារងឹតដើម្បីដូរយកស្បៀងទៀតតាហ៊ានមុខទៅជួបដូនតាដោយរបៀបណាពុកកុំខ្វល់ពីលីជីនមីងដែលកំពុងតែអួតអាងពេលនេះអីគាត់មានស្បៀងតែប៉ុណ្្នឹងទេមិនយូរមិនឆាប់អ្នកភូមិមុខតែស៊ីអស់ហើយបើអ្នកភូមិឃ្លានបាយចាំមើលគាត់ចុះពីតំណែងយ៉ាងម៉េចដល់ពេលនោះតំណែងមេក្រុមធំនេះក៏នៅតែត្រូវពុកធីជូជាអ្នកធ្វើដែរនិយាយក៏ត្រូវដែរលីជីនមីងល្អណាស់លីជីនមីងមិនចម្លែកទេដែលឯងមានស្បៀងច្រើនម្លេះគឺយកគ្រាប់ធញ្ជាតិរបស់បុកបរោះមកដូរនៅផ្សារងឹតនេះសោះយកស្បៀងដែលបានមកដោយរបៀបនេះមកធ្វើជាអួតអាងក្នុងភូមិលីជីនមីងហែងពិតជាកូនចៅដែលល្អមែនខ្ញុំថាពួកឯងទេដឹងដែលយករបស់បុកបរោះមកដូរយកស្បៀងនៅទីនេះនោះខ្ញុំមកដើម្បីប្រមូលទិញវត្ថុបុរាណទេលីជីនមីងឯងនឹងឬដែលមកប្រមូលទិញវត្ថុបុរាណខ្លាចតែស្បៀងរបស់ឯងចែកឲ្យអ្នកភូមិអស់តាំងពីថ្ងៃនោះទៅហើយពិតជាចង់បានមុខមាត់មែនគេចាប់បានដល់កន្លែងហើយនៅតែមិនព្រមទទួលលីជីនមីងបើវត្ថុបុរាណទាំងនេះរបស់ឯងបានមកពីកាដូនឹងស្បៀងមែននោះខ្ញុំនឹងលុតជង្គង់ឲ្យឯងថាពុកលោកម្ចាស់គេថាអ្នកចិត្តទូលីណាស់លោកមើលរបស់ខ្ញុំនេះយ៉ាងម៉េចដែរគាត់ពិតជាចង់លក់យកស្បៀងមែនលោកម្ចាស់គេថាអ្នកចិត្តទូលីណាស់លោកមើលក្រុមរបស់ខ្ញុំនេះយ៉ាងម៉េចដែរគាត់នេះចង់លក់គ្រាប់ថេងជាតិតម្លៃ10,000លោកម្ចាស់លោកជួយមើលឲ្យដាក់តម្លៃមករបស់នេះខ្ញុំយកជូននំប៉័ងស្មួយដុំនំប៉័ងស្ថុំម្លេះគ្រប់គ្រាន់ឲ្យខ្ញុំហូបមួយខែអរគុណលោកម្ចាស់ពួកឯងឈរស្ងៀមធ្វើអីឬមួយចង់ឲ្យខ្ញុំដូរយករបស់របរចាស់ដែលដូនតាពួកឯងបន្សល់ទុកឲ្យអូខ្ញុំមិនអាចដូរបានទេព្រោះក្នុងភ្នែកពួកឯងការយករបស់របរចាស់ដែលដូនតាខ្ញុំបន្សល់ទុកមកដូរយកស្បៀងវាជារឿងដែលអាម៉ាស់បំផុតឈរស្ងៀមធ្វើអីចេញទៅកុំមកពាំងផ្លូវមេក្រុមនេះព្រោះក្នុងភ្នែកពួកឯងការយករបស់របរចាស់ដែលដូនតាខ្ញុំបន្សល់ទុកមកដូរយកស្បៀងវាជារឿងដែលអាម៉ាស់បំផុតឥឡូវបងថ្លៃជាមេក្រុមហើយមានទាំងដំបងឆក់ទៀតតើឲ្យពួកឯងមកធ្វើបាបបានយ៉ាងម៉េចលីជៀនមានឯងមិនក៏វាគេមិនឈ្នះចេញទៅអូហើមឯងចង់ធ្វើអីទៀតមិញឯងចាញ់លបែងហើយនិយាយថានឹងហៅខ្ញុំថាប៉ាដោយស្ម័គ្រចិត្តមែនទេអាមួយនេះមើលមុខវាធ្វើឲ្យខឹងឡើងញ័រខ្លួនហើយលីជៀនមីងកុំឲ្យវាខ្លាំងពេកណាតើថ្លៃឬមិនថ្លៃឬមួយចង់ឲ្យខ្ញុំរារាំងអ្នកម្ដងទៀត
ល្អណាស់កូនប្រុសល្អណាស់កូនប្រុសអូយអាល្ងងអើយឆ្លៀតពេលគ្មានអ្នកឃើញខ្ញុំត្រូវទុករបស់ចាស់ទាំងនេះចូលក្នុងកន្លែងស្តុកទុកសិនរួចចាំទៅប្រមូលរបស់ផ្សេងទៀតជារបស់ដែលវ៉ាងធីជូបង្រៀនទៀតហើយមិនចេះចប់មិនចេះហើយសោះឆ្លៀតពេលគ្មានអ្នកឃើញខ្ញុំត្រូវទុករបស់ចាស់ទាំងនេះចូលក្នុងកន្លែងស្តុកទុកសិនរួចចាំទៅប្រមូលរបស់ផ្សេងទៀតមនុស្សដែលវ៉ាងធីជូបង្រៀនទៀតហើយមិនចេះចប់មិនចេះហើយសោះបងប្រុសខ្ញុំចាប់អារម្មណ៍លើអ្នកយូរហើយអ្នកជាអ្នកដែលហ៊ានចំណាយលុយទិញរបស់ចាស់ច្រើនជាងគេនៅផ្សារងឹតនេះអ្នកជានរណាសូម្បីតែបងដៅប៉ារបស់ពួកយើងក៏មិនស្គាល់ដែរចុះអ្នកហ៊ានមកទិញរបស់ចាស់នៅផ្សារងឹតនេះដែរឬបងប្រុសខ្ញុំដៅប៉ាគឺជាមេនៅផ្សារងឹតនេះខ្ញុំមានទំនិញមួយលូតនៅក្នុងដៃដែលដាំឡើយគឺចង់យកមកចែកជូនអ្នកស្រុកនៅទីនេះជួយខ្ញុំអីលោកជាអ្នកស៊ើបការមែនទេសម័យអត់ឃ្លានបែបនេះអ្នកណាក៏ពិបាកដែរខ្ញុំចង់លក់ផ្ទាល់ឲ្យលោកតែម្ដងតើលោកអាចទទួលទិញអស់ទេសម័យអត់ឃ្លានបែបនេះអ្នកណាក៏ពិបាកដែរខ្ញុំចង់លក់ផ្ទាល់ឲ្យលោកតើលោកអាចទទួលទិញអស់ទេអ្នកស្រុកក្នុងផ្សាររងឹតនេះសុទ្ធតែគ្មានអ្វីហូបចុកហើយលោកកុំឃើញថាខ្ញុំទារថ្លៃការពារពីពួកគេអីខ្ញុំទារតិចតួចណាស់ប្រហែលជាដើម្បីឲ្យខ្ញុំនិងបងប្អូនបានហូបចុកខ្លះព្រោះបើគ្មានខ្ញុំជួយមើលការខុសត្រូវក្នុងផ្សាររងឹតនេះទេក៏គ្មានអ្នកណាមកដូររបស់របរនៅទីនេះដោយសុវត្ថិភាពដែរទោះបីជាដាវប៉ាជាមេធំក្នុងផ្សាររងឹតនេះក៏ដោយតែគាត់ជាមនុស្សល្អចេះគិតគូរដល់អ្នកស្រុកខ្ញុំក៏ពិតជាត្រូវការប្រមូលទិញរបស់ចាស់ដែរលោកមានទំនិញប៉ុន្មានខ្ញុំនឹងទិញអស់ប៉ុណ្ណឹងពិតមែនបងប្រុសខ្ញុំជំនួសមុខឲ្យបងប្អូនរបស់ខ្ញុំនិងអ្នកស្រុកក្នុងផ្សារងឹតសូមអរគុណលោកបងប្រុសសូមអញ្ជើញតាមខ្ញុំមកសៀវប៉ាកើហេបងប្រុសហេបងប្រុសមើលនេះអ្នកបាន20,000ពេញឲ្យតែបានបែបនេះមិនមែនរហ័យមែនទេរបស់ច្រើនម្លេះស៊ីអស់ដែរឬអស់តើបងប្រុសតើរបស់នេះនៅមានទៀតទេខ្ញុំនៅអាចស៊ីបន្តបានទៀតមិនបាច់លាក់បាំងទេបងប្រុសរបស់ទាំងនេះគឺខ្ញុំនិងប្អូនខ្ញុំពេលឡើងភ្នំទៅបរបាញ់ចៃដន្យឲ្យធ្លាក់ចូលក្នុងភ្នូចាស់ទើបរកបានច្រើនបែបនេះមានតែប៉ុណ្្នឹងទេខ្ញុំចង់បានគ្រាប់ធញ្ជាតិ50គីឡូបានទេមិនបានទេបងប្រុសគិតឲ្យល្អិតទៅខ្ញុំត្រៀមឲ្យបងគ្រាប់ធញ្ជាតិ100គីឡូខ្ញុំត្រៀមឲ្យបងគ្រាប់ធញ្ជាតិ100គីឡូ100គីឡូយកទំនិញទាំងនេះទៅលក់ឲ្យវ៉ងឃីងៀយ៉ាងហោចណាស់ក៏ចំណេញជាង10លានដែរគ្រាន់តែគ្រាប់ធញ្ជាតិ100គីឡូសោះផ្លូវនេះចំណេញណាស់ម្យ៉ាងទៀតគ្រាប់ធញ្ជាតិ50គីឡូដែលលើសនេះខ្ញុំអាចឲ្យដេបេជំពាក់គុណខ្ញុំមួយថ្ងៃក្រោយនៅក្នុងទីផ្សាររងឹតកាន់តែងាយស្រួលរីកាណាស់បងធំអង្គររបស់ខ្ញុំទាំងអស់ដាក់នៅខាងនោះបងជួយរៀបចំរបស់ទាំងនេះឲ្យខ្ញុំផងខ្ញុំចាំបងនៅមាត់ទ្វារអីបានតើអេហេបងដៅបានេះជាអង្គរ100គីឡូដែលខ្ញុំរៀបចំជូនបងវាយប្អូនប្រុសអូនពិតជាមានចិត្តទូលីមែនប្អូនប្រុសបន្ទាប់ពីនេះមានរឿងអីគ្រាន់តែប្រាប់មកដេវបានឹងជួយអស់ពីសមត្ថភាពបាទបងដេវបាខ្ញុំចង់សហការជាមួយបងពិតមែនខ្ញុំមានផ្លូវរកអង្គរបានច្រើនបងគ្រាន់តែជួយប្រមូលវត្ថុបុរាណនៅផ្សាររងឹតឲ្យខ្ញុំហើយខ្ញុំបដូរជាអង្គរឲ្យបងបានទេបានពិតមែនហើយឥឡូវនេះអង្គរគឺជាទំនិញដែលពិបាករកណាស់ឲ្យតែប្អូនរកអង្គរបានកាន់តែច្រើនបងក៏អាចរកវត្ថុបុរាណឲ្យប្អូនបានកាន់តែច្រើនដែរបងដេវបាមិនល្អហើយបងដេវបាមិនល្អហើយមន្ត្រីការិយាល័យគ្រប់គ្រងទីប្រជុំជនមកឆែកផ្សារងឹតហើយ1ម៉ោងទៀតនឹងមកដល់ផ្សារងឹតអាពួកឈួតនេះពួកអ្នកនៅទីប្រជុំជនអង្គុយតែក្នុងការិយាល័យរហូតដល់ល្ងងអស់ហើយបើប្រជាជនមានបាយហូបគ្រប់គ្រាន់តើគេមកផ្សារងឹតធ្វើអីឆែករាល់តែ3ថ្ងៃម្ដងបងប្រុសរបស់របរចាស់ក្នុងទីធ្លាខ្ញុំរៀបចំទុកឲ្យបងរួចរាល់ហើយខ្ញុំត្រូវទៅរវល់រឿងផ្សារងឹតសិនហើយលឿនឡើងប្រាប់បងប្អូននៅផ្សារងឹតឲ្យប្រញាប់រំសាយទៅបានហើយយករបស់របរទៅផងផ្សារងឹតនេះរងឥទ្ធិពលពីការិយាល័យគ្រប់គ្រងទីប្រជុំជនខ្លាំងណាស់បើខ្ញុំអាចឲ្យមេឃុំតែងតាំងខ្ញុំជាប្រធានការិយាល័យគ្រប់គ្រងទីប្រជុំជនតើខ្ញុំមិនអាចប្រើប្រាស់ផ្សារងឹតនេះបានកាន់តែល្អជាងនេះទេក្នុងទសវត្សរ៍ទី60ស្បៀងអាហារគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃត្រូវតែគ្រប់គ្រងផ្សារងឹតឲ្យបានបើមានស្បៀងអាហារគ្រប់គ្រាន់នោះខ្ញុំចង់បានអ្វីក៏បានដែរខ្ញុំទៅរកមេឃុំឥឡូវនេះហើយមិនទាន់យកស្បៀងទៅជូនខ្លះដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកនៅទីនេះទេរួចចាំរកឱកាសចូលទៅក្នុងទីប្រជុំជនមិនទាន់យកស្បៀងទៅជូនខ្លះដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកនៅទីនេះទេរួចចាំរកឱកាសទៅជួបមេឃុំអេឈប់សិនធ្វើអីហ្នឹងអូសមិទ្ធទាំងពីរខ្ញុំជាប្រធានក្រុមភូមិយើងមានស្បៀងអាហារលើខ្លះ
ខ្ញុំមកជូនការិយាល័យទីប្រជុំជនបន្តិចបន្តួចហើយចង់យកស្បៀងទៅដូរយកបន្ទិញស្បៀងនិងលុយកាក់ខ្លះលោកអួតរឿងអីហ្នឹងក្នុងសម័យអត់ឃ្លានបែបនេះសូម្បីតែសហគមន៍ផ្គត់ផ្គង់ក៏គ្មានស្បៀងដែរចុះលោកត្រឹមជាប្រធានក្រុមភូមិមានស្បៀងបានយ៉ាងម៉េចមិនមែនទេខ្ញុំមានអង្ករម្សៅហើយសាច់គ្រប់មុខពិតមែនសមិទ្ធឲ្យអ្នកឃ្លានរហូតដល់វង្វេងស្មារតីហើយមែនទេក្នុងសម័យកាលអត់ឃ្លានបែបនេះតើអ្នកទៅរកអង្ករម្សៅនិងសាច់មកពីណាបើអ្នកមានមែនខ្ញុំសុខចិត្តលុតជង្គង់ក្បាលដីឲ្យអ្នកមិនបាច់ទេមិនបាច់ធ្វើពិធីធំដុំបែបនេះដាក់ខ្ញុំទេអាក្មេងកំហូចនេះចង់ត្រូវមួយដៃមែនទេចង់ត្រូវមួយដៃមែនទេអព្រះអើយមានស្បៀងអាហារច្រើនដល់ថ្នាក់នេះមែនសៀវជឿខ្ញុំនិយាយពាក្យណាគឺពាក្យឯហ្នឹងខ្ញុំនឹងឲ្យអ្នកមើលឥឡូវនេះមិនបាច់ទេមិនបាច់ខ្ញុំមកទីនេះគឺចង់ជួបលោកចៅហ្វាយស្រុកដើម្បីពិភាក្សាគ្នាពីការយកស្បៀងទៅដូរយកបានទិញម្ហូបនឹងលុយក្នុងសម័យកាលអត់ឃ្លាននេះអ្នកភូមិយើងជាច្រើនអ្នកកំពុងតែឃ្លានគ្មានបាយហូបលោកចៅហ្វាយស្រុកកំពុងតែពិបាកចិត្តថាទៅរកស្បៀងពីណាបើអ្នកមានប្រភពរកស្បៀងបានលោកចៅហ្វាយស្រុកប្រកាសជាសប្បាយចិត្តដែលបានជួបអ្នកសមិទ្ធរងចាំបន្តិចយើងនឹងទៅហៅលោកចៅហ្វាយស្រុកមកជូនសមិទ្ធឲ្យខ្ញុំឈ្មោះវ៉ាងលីហាវជាចៅហ្វាយស្រុកឮថាអ្នកមានប្រភពអាចរកស្បៀងបានច្រើនជាងនេះមែនទេបាទលោកចៅហ្វាយស្រុកខ្ញុំឈ្មោះលេជៀនមីនជាប្រធានក្រុមតើយើងអាចនិយាយគ្នាដោយឡែកបានទេបានពិតមែនហើយតើយើងអាចនិយាយគ្នាដោយលម្អិតជាងនេះបានទេបានពិតមែនហើយសម្លាញ់ជៀនមីនអញ្ជើញពិសាទឹកមកអរគុណច្រើនសម្លាញ់ជៀនមីនឲ្យតែអ្នកអាចរកស្បៀងបានឲ្យប្រជាជនបានឆ្អែតពោះចំណែកឯរឿងរកមកពីណាវិញនោះខ្ញុំនឹងមិនសួរដេញដល់ឡើយប៉ុន្តែខ្ញុំចង់សួរមួយម៉ាត់តើអ្នកអាចរកស្បៀងបានចំនួនប៉ុន្មានដែរ100គីឡូក្រាមមួយឆ្កែសម្លាញ់ជៀនមីនអ្នកពិតជាមានសមត្ថភាពមែនដែលអ្នកមកជួបខ្ញុំថ្ងៃនេះប្រហែលជាមានរឿងអ្វីដែលត្រូវការឲ្យខ្ញុំជួយហើយមែនទេឲ្យតែអ្នកអាចរកស្បៀងបានពិតប្រាកដមែនអ្នកដែលគ្មានបាយហូបនឹងបានរួចផុតពីការអត់ឃ្លានចំពោះប្រជាជនដែលគ្មានអាហារហូបចុកបើមិនខុសគោលការណ៍ទេនោះខ្ញុំអាចយល់ព្រមតាមសំណើអ្នកខ្លះបានលោកចៅហ្វាយស្រុកខ្ញុំចង់ឲ្យលោកផ្ដល់ការងារឲ្យខ្ញុំមួយរឿងនឹងងាយទេប្រាប់មកមើលអ្នកចង់ធ្វើការងារអ្វីខ្ញុំជាប្រធានការិយាល័យគ្រប់គ្រងទីផ្សារអ្នកចង់បង្ក្រាបទីផ្សាររងឹតដែលជួញដូរខុសច្បាប់មែនទេអ្នកចង់បង្ក្រាបទីផ្សាររងឹតដែលជួញដូរខុសច្បាប់មែនទេខ្ញុំជាប្រធានការិយាល័យគ្រប់គ្រងទីផ្សារនេះគឺជាតំណែងកម្ពុជាក្នុងការបង្ក្រាបការជួញដូរខុសច្បាប់ហើយប៉ុន្តែខ្ញុំមិនចង់ឲ្យអ្នកកាន់តំណែងនេះទេព្រោះខ្ញុំចង់ឲ្យអ្នកកាន់តំណែងមួយផ្សេងទៀតតំណែងអ្វីទៅសមិទ្ធជៀនមីននិយាយតាមត្រង់ចុះខ្ញុំនៅសល់ពេលបន្តិចទៀតនឹងចូលនិវត្តន៍ហើយខ្ញុំចង់រកអ្នកដែលអាចជួយឲ្យប្រជាជនបានហូបចុកឆ្អែតឆ្អន់តាមដែលអាចធ្វើទៅបានមកជំនួសតំណែងខ្ញុំម្នាក់នេះឈ្មោះរិនខ្វាងរងគាត់និយាយថាគាត់អាចរកស្បៀងបាន50គីឡូក្រាមមកឲ្យខ្ញុំនៅថ្ងៃខាងស្អែកសមិទ្ធជៀនមីនឲ្យស្ថានភាពឆ្នាំនេះអ្នកក៏ដឹងដែរភូមិជាច្រើនក្នុងស្រុកយើងសុទ្ធតែគ្មានស្បៀងហូបទេស្បៀង50គីឡូក្រាមអាចជួយជីវិតមនុស្សបានច្រើនណាស់បើគាត់អាចរកស្បៀង50គីឡូក្រាមបានពិតមែនខ្ញុំនឹងសរសេរសម្បត្តិណែនាំឲ្យគាត់ធ្វើជាចៅហ្វាយស្រុកនេះប៉ុន្តែដូចគ្នាដែរណាបើអ្នកអាចរកស្បៀងបានច្រើនជាងគាត់នោះតំណែងមេឃុំនេះខ្ញុំនឹងលើកទឹកចិត្តឲ្យអ្នកធ្វើ50គីឡូក្រាមនឹងរាប់អីខ្ញុំនឹងរកឲ្យអ្នក5000គីឡូក្រាម50គីឡូក្រាមខ្ញុំនឹងរកឲ្យអ្នក5000គីឡូក្រាម50គីឡូក្រាមលោកមេឃុំកុំបារម្ភអីខ្ញុំលីជៀនមីននិយាយពាក្យណាគឺពាក្យឯហ្នឹងខ្ញុំចាំដល់ពេលបានធ្វើមេឃុំអំណាចកាន់តែធំកាន់តែងាយស្រួលឲ្យខ្ញុំរកស៊ីមានបានហាចិត្តដល់ថ្ងៃទី3ហើយបើខ្ញុំរកស្បៀង50គីឡូក្រាមមិនបានតែបើអ្នករកមិនបានមែនក៏មិនអីតែឲ្យតែអ្នកអាចរកស្បៀងបានច្រើនជាងគេដើម្បីបង្ហាញថាអ្នកអាចដឹកនាំអ្នកភូមិឲ្យមានជីវភាពល្អប្រសើរបាននោះជាគំនិតរបស់អ្នកទេឲ្យអ្នកភូមិយកស្បៀងដែលសល់មកទាំងអស់មកពេលខ្ញុំបានធ្វើមេឃុំខ្ញុំនឹងសងជូនវិញទ្វេដងបាទអ្នកទាំងអស់គ្នាខ្ញុំហៅអ្នករាល់គ្នាមកនេះគឺចង់ឲ្យជួយខ្ញុំ3ថ្ងៃទៀតជួយដឹកស្បៀង5000គីឡូក្រាមទៅឲ្យខ្ញុំនៅទីស្នាក់ការមេឃុំស្អីគេស្បៀង5000គីឡូក្រាមហ្នឹងស្រូវ5000គីឡូអីគេនឹងស្រូវ5000គីឡូអីទៅមេក្រុមឲ្យអ្នកពូកែខ្លាំងម្លេះអព្រះអើយមួយជីវិតនេះខ្ញុំមិនដែលឃើញស្រូវច្រើនម្លេះទេបងប្អូនទាំងអស់គ្នាខ្ញុំមិនឲ្យអ្នកទាំងអស់គ្នាជួយអត់ទេម្នាក់នឹងទទួលបានរង្វាន់ជាស្រូវ10គីឡូស្រូវ10គីឡូនឹងអាចហូបបានច្រើនថ្ងៃណាស់តាមមេក្រុមគឺមានបាយហូបមែន
កាលពីដំបូងដែលរៀបការជាមួយអ្នកវ៉ាងហៃឌីងគឺព្រោះឃើញឪពុកអ្នកជាមេក្រុមទើបគិតថាមានបាយហូបមិននឹកស្មានថាឥឡូវក្លាយជាអ្នកដែលអត់បាយហូបបំផុតក្នុងភូមិថែមទាំងត្រូវមកជីកបន្លែព្រៃហូបរាល់ថ្ងៃទៀតមិនមែនជារឿងរបស់អ្នកទេខ្ញុំមិនដែលទៅបង្កចំនួនជាមួយលីជីនមីនទេខ្ញុំមិនទាន់ទាំងថាឲ្យអ្នកដែលជាទូសុយនេះផងឲ្យងាប់ហើយវ៉ាងហៃពីនអ្នកហ៊ានវាយខ្ញុំឬខ្ញុំវាយអ្នកហើយមិនដែរខ្ញុំវាយអ្នកព្រោះអ្នកសឹមតែត្រូវគេវាយខ្ញុំវាយអ្នកហើយមិនដែរខ្ញុំវាយអ្នកព្រោះអ្នកសឹមតែត្រូវគេវាយបានហើយកុំវាយគ្នាអីឈប់ទៅក្រែងលោវីគេឲ្យរបួសបើអញ្ចឹងយើងជីកបន្លែព្រៃបាត់មនុស្សម្នាក់ទៀតហើយនិយាយដល់លីជៀនមីននេះគាត់ហៅអ្នកទាំងអស់គ្នាទៅក្រុមការងារមិនដឹងថាចង់ធ្វើអ្វីទេឲ្យគាត់ធ្វើអ្វីទៅគឺចង់អួតអំណាចជាមេក្រុមនឹងឯងយ៉ាងណាក៏ដោយយើងកុំខ្វល់ពីគាត់យើងខំប្រឹងក្រោកពីព្រលឹមមកជីកបន្លែព្រៃនៅលើភ្នំនេះទៅកុំទៅខ្វល់រឿងក្នុងភូមិអីចាំដល់ពេលពួកគេធ្វើការងាររួចរាល់ហើយបើគេសួរនាំយើងគ្រាន់តែប្រាប់ថាអត់ដឹងអីទាំងអស់គំនិតល្អណាស់កូនប្រុសដ៏ឆ្លាតវៃរបស់ប៉ាមើលស្អីគេប្រញាប់ទៅធ្វើការទៅកុំឲ្យត្រូវអាបែកក្បាលទៀតកុំឃើញថាមានស្បៀងតែជាង30គីឡូអីរកបានប៉ុណ្ណឹងគឺមិនមែនជារឿងងាយស្រួលទេលោកចៅហ្វាយស្រុកកុំឃើញថាមានស្បៀងតែជាង30គីឡូអីរកបានប៉ុណ្ណឹងគឺមិនមែនជារឿងងាយស្រួលទេមែនហើយសម័យនេះរកគ្រាប់ធញ្ជាតិមួយគ្រាប់ក៏ពិបាកដែរវាបង្ហាញថាខ្ញុំអាចដឹកនាំអ្នកទាំងអស់គ្នាឲ្យមានជីវភាពល្អបានអីចឹងហើយបានជាខ្ញុំធ្វើជាចៅហ្វាយស្រុកគឺគ្មានបញ្ហាទេប៉ុន្តែមានគេនិយាយថាគេអាចរកស្បៀងបានដល់ទៅ5000គីឡូឯណោះបើធៀបទៅគេហាក់ដូចជាមានសមត្ថភាពជាងអីគេលោកគ្រូឈីងចិនលោកចៅហ្វាយស្រុកតើអ្នកណាហ៊ាននិយាយអួតអាងនៅទីនេះសម័យនេះរកស្បៀង5000គីឡូបានមិនមែនរឿងកុហកទេមិនមែនទេមែនហើយស្បៀង5000គីឡូគឺគ្រប់គ្រាន់សម្រាប់ឲ្យអ្នកទាំងអស់គ្នាក្នុងស្រុកយើងហូបបានលោកចៅហ្វាយស្រុកលោកកុំចាញ់បោកគេឲ្យសោះអាហោះអ្នកណាថាខ្ញុំនិយាយលេងថ្ងៃនេះខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាបានឃើញតើខ្ញុំអាចរកស្រូវបាន5000គីឡូក្រាមមែនឬអត់ថ្ងៃនេះខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាបានឃើញតើខ្ញុំអាចរកស្រូវបាន5000គីឡូក្រាមមែនឬអត់លោកមេឃុំមនុស្សដែលលោកថាអាចរកស្រូវបាន5000គីឡូក្រាមនោះកុំប្រាប់ថាជាគេឲ្យសោះពិតមែនហើយមនុស្សដែលលោកមេឃុំនិយាយដល់គឺខ្ញុំនេះឯងត្រឹមត្រូវហើយគឺប្រធានក្រុមលីលោកមេឃុំលោកមិនមែនចាញ់បោកគេទេគាត់ត្រឹមជាប្រធានក្រុមតើទៅរកស្រូវ5000គីឡូក្រាមពីណាកុំថាឡើយ5000គីឡូក្រាមសំបីតែ5គីឡូក្រាមក៏គាត់ប្រហែលជាគ្មានផងអ្នកភូមិយើងម្នាក់សុទ្ធតែកំពុងឃ្លានបើមានស្រូវដល់ទៅ5000គីឡូក្រាមមែននោះប្រហែលជាឆ្អែតពោះអស់ហើយនេះប្រហែលជាឃ្លានរហូតដល់ឈួតហើយមើលទៅលោកមេឃុំលោកកុំជឿគាត់ឲ្យសោះអូយប្រធានក្រុមលីចុះស្រូវរបស់អ្នកណៃណាលោកមេឃុំលោកនៅសួរគាត់រកស្រូវទៀតឬខ្ញុំប្រាប់ហើយថាគាត់មិនអាចមានស្រូវទេបើគាត់មានស្រូវមែននោះខ្ញុំសុកចិត្តលុតជង្គង់ហៅគាត់ថាប៉ាក៏បានដែរអេកុំហេតុអ្វីបានជាអ្នកភូមិអ្នកចូលចិត្តហៅគេថាប៉ាម្លេះខ្ញុំមិនហ៊ានធ្វើរឿងបែបនេះដូចអ្នកទេចង់ត្រូវមួយដៃមែនទេមិនមែនចង់ត្រូវមួយដៃទេខ្ញុំមានស្រូវ5000គីឡូពិតមែនអាហាពួកអ្នកមើលចុះអាហាពួកអ្នកមើលចុះប្រធានក្រុមធំទី1នេះហើយមែនទេស្រូវ5000គីឡូដែលអ្នកនិយាយនោះខ្ញុំថាហើយប្រធានក្រុមម្នាក់តើអាចរកស្រូវ5000គីឡូមកពីណាបានទៅចុះស្រូវ5000គីឡូរបស់អ្នកណែណាបើមិនមែនព្រោះតែខ្ញុំមិនចង់ប្រើប្រាស់ឡែងស្តុកទុកនៅចំពោះមុខពួកអ្នកទេនោះពេលនេះខ្ញុំអាចយកស្រូវ50000គីឡូទៀតមកបង្ហាញក៏បានដែរអាហាចុះមិនបានមានតែស្រូវពីការុងនេះទៅវិញអូលោកប្រធានក្រុមលីកាពីម្សិលមិញភ្លៀងខ្លាំងផ្លូវតូចទៅកាន់ទីប្រជុំជននោះត្រូវទឹកហូរច្រោះដាច់អស់ហើយពួកយើងដើរវៀងផ្លូវមកទើបអ្នកផ្សេងទៀតនៅខាងក្រោយពួកយើងពីរអ្នកដើរលឿនទើបមកដល់មុនអ្នកផ្សេងទៀតក៏ជិតមកដល់ដែរពួកយើងទៅមើលម្ដងទៀតទៅអូបានតោះទៅចុះលេខដែលរកមកនេះអាចនិយាយបានថាគ្មានចន្លោះតែម្ដងទោះបីជាពេលនេះគ្មានអ្នកណាមកទៀតក៏ដោយក៏អាចនិយាយបានថាផ្លូវខូចដែរមែនទេលោកមេឃុំខ្ញុំស្នើឲ្យដេញប្រធានក្រុមដែលចូលចិត្តអួតអាងនេះចេញទៅស្រូវ5000គីឡូអីនោះស្ដាប់ទៅគាត់ប្រហែលជាកំពុងតែអួតហើយមែនហើយលោកមេឃុំសម្ដីរបស់ប្រធានក្រុមម្នាក់នេះមិនអាចជឿបានទេដើម្បីបានធ្វើជាមេឃុំគាត់ហ៊ាននិយាយគ្រប់យ៉ាងទាំងអស់អ្នកណាថាប្រធានក្រុមលីរបស់ពួកយើងកំពុងតែអួតនោះអ្នកណាថាប្រធានក្រុមលីរបស់ពួកយើងកំពុងតែអួតនោះនេះជាឡានដឹកទំនិញខុសប្លែកពីគេអូយព្រះអើយប្រធានក្រុមលីអ្នករកបានស្រូវ5000គីឡូក្រាមមែនទេមានស្រូវទាំងនេះហើយប្រជាជនក្នុងឃុំយើងទាំងអស់គ្នាអាចហូបឆ្អែតហើយមែនហើយប្រធានក្រុមលីមានស្រូវទាំងនេះហើយប្រជាជនក្នុងឃុំយើងលោកមេឃុំការដែលអាចជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជនក្នុងឃុំយើងបានក៏ជាអ្វីដែលប្រធានក្រុមដូចខ្ញុំគួរតែធ្វើដែរមិនមែនទេពេលនេះអ្នកមិនមែនជាប្រធានក្រុមទៀតទេឥឡូវនេះខ្ញុំសូមប្រកាសជាផ្លូវការថាលីជៀនមីននឹងក្លាយជាមេឃុំថ្មីរបស់ពួកយើងចំពោះការសម្រេចចិត្តនេះអ្នកទាំងអស់គ្នាគ្មានមតិអ្វីទេមែនទេពួកយើងគ្មានមតិអ្វីទេពួកយើងយល់ព្រមប៉ុន្តែប្រធានក្រុមលីបានរកស្រូវមកបាន5000គីឡូក្រាមគិតយ៉ាងណាក៏គាត់មានសមត្ថភាពជាងដែរឲ្យប្រធានក្រុមលីធ្វើជាចៅហ្វាយស្រុកចុះបើឲ្យប្រធានក្រុមទៅរកស្រូវ5000គីឡូក្រាមមកពីណា
គាត់មិនមែនទៅរកមកពីផ្សារងឹតទេអីមិនចេះចប់មិនចេះហើយសោះបើអញ្ចឹងកុំបន្ទោសខ្ញុំថាគ្មានមារយាទឲ្យសោះរឿងខ្ញុំរកមកដោយរបៀបណាកុំមកចង់ដឹងអីរកបានមកគឺវាជាសមត្ថភាពបើអ្នកមានសមត្ថភាពក៏ទៅរកនៅផ្សារងឹតទៅបើអ្នកអាចរកស្រូវបាន5000គីឡូក្រាមខ្ញុំនឹងលើកទឹកចិត្តឲ្យអ្នកធ្វើជីជើហ្វាយស្រុកមែនហើយសម័យនេះការហូបចុកឆ្អែតសំខាន់ជាងអ្វីទាំងអស់ខ្លួនឯងរកមិនបានបែរជាមកនិយាយរិះគន់ប្រធានក្រុមលីទៅវិញបើខ្ញុំអាចរកស្រូវបាន5000គីឡូក្រាមត្រូវលុតជង្គង់ចុះក្បាលឲ្យខ្ញុំឥឡូវដល់ពេលត្រូវធ្វើតាមសន្យាហើយដើមឡើយខ្ញុំមិនចង់ប្រកាន់ទោសអូសដំណើរជាមួយអ្នកទេមិននឹកស្មានថាអ្នកជាមនុស្សរឹងរូសសោះអញ្ចឹងខ្ញុំនឹងកាច់រឹតអ្នកពួកយើងជាអ្នកធ្វើការសម្ដីគឺត្រូវតែជាសម្ដីកុំឲ្យខ្ញុំមើលងាយអ្នកឲ្យសោះលុតជង្គង់ចុ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 ះប្រធានក្រុមលីកុំប្រកាន់គាត់អីជឿជាក់លើខ្ញុំចោះចៅហ្វាយស្រុកខ្ញុំគ្រាន់តែគិតចង់ឲ្យអ្នកភូមិរស់នៅបានសុខស្រួលប៉ុណ្ណោះខ្ញុំមិនគិតរឿងទាំងនេះទេប្រធានក្រុមលីខ្ញុំកាន់តែពេញចិត្តអ្នកខ្លាំងឡើងហើយមិនមែនទេខ្ញុំគួរតែហៅអ្នកថាជាលោកចៅហ្វាយស្រុកចាប់ពីពេលនេះទៅខ្ញុំនឹងទៅសរសេរលិខិតស្នើឈ្មោះអ្នកឲ្យធ្វើជាចៅហ្វាយស្រុកឥឡូវនេះលោកចៅហ្វាយស្រុក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 ធ្វើជាចៅហ្វាយស្រុកបែបនេះឯងបើមានទូនីតិនេះហើយខ្ញុំមិនត្រឹមតែអាចទៅរកប្រមូលបានស្បៀងពីអ្នកស្រុកបានទេថែមទាំងអាចឲ្យទីផ្សារងឹតរបស់ដាវប៉ាវប្រមូលទិញរបស់របរចាស់បានយ៉ាងរលូនទៀតផងតើពេលណាទើបបានហូបបាយឆ្អែតនឹងគេទៅតើអ្នកកំពុងតែស្ដាយក្រោយមែនទេស្ដាយក្រោយបើអញ្ចឹងអ្នកចូលចេញពីផ្ទះខ្ញុំទៅនាំតែរឿងស្អីព្រោះតែអ្នកខ្ញុំស្អប់ណាស់ដែលប៉ាខ្ញុំគ្មានបាយហូបកូននិយាយត្រូវហើយអ្នកវិជាទូសីខ្ញុំស្អប់ណាស់ដែលប៉ាខ្ញុំគ្មានបាយហូបកូននិយាយត្រូវហើយអ្នកវិជាទូសីទាំងអស់គឺព្រោះតែអ្នកធ្វើឲ្យពួកយើងទាំងពីរនាក់គ្មានបាយហូបសំបីតែមួយម៉ាត់កុំឲ្យយ៉ាចាក់ចេញពីលីជៀនមីនមកផ្ទះពួកយើងអីមកដល់ទីនេះមានតែត្រូវគេវីដងជីវិតខ្ញុំកំសត់ពេកហើយចូលទៅនេះហើយជាផ្ទះថ្មីដែលអង្គការបែងចែកឲ្យកូនតើយើងអាចរស់នៅក្នុងផ្ទះល្អបែបនេះបានមែនទេប៉ាពិតជាបានតាកូនមានតែផ្ទះល្អបែបនេះទេទើបស័ក្តិសមនឹងកូនយ៉ារបស់ប៉ាពូកែម្នាក់នោះកាច់ណាស់ប៉ាគឺដោយសារតែឯងធ្វើឲ្យរិនខ្វាំងរងមិនបានធ្វើជាចៅហ្វាយស្រុកហើយថែមទាំងលុតជង្គង់សុំទោសឯងនៅចំពោះមុខមនុស្សច្រើនទៀតមើលទៅទំនាក់ទំនងអ្នកចិត្តខាងឯងមិនសូវល្អសោះមិនអីទេបើគេមិនចេះច្បាប់ទម្លាប់ខ្ញុំនឹងបង្រៀនគេឲ្យចេះនៅចាំបានទេថាប៉ាសន្យាអ្វីជាមួយកូនចាប់ពីពេលនេះទៅនឹងមិនមានអ្នកណាម្នាក់ហ៊ានធ្វើបាបកូនទៀតទេយ៉ាជូប៉ាអាហាមានរឿងអីកូនប៉ាកូនចង់អានសៀវភៅកំ pl ែងឯងក៏មានសិទ្ធិអានដែរឬខ្ញុំស្គាល់ប៉ារបស់ស៊ីវរងនោះគឺរិនខ្វាំងរងតើប៉ាកុំយំអីប៉ាពួកគេមិនលេងជាមួយកូនទេកូនចង់ត្រឡប់ទៅភូមិវិញក្មេងនៅភូមិគេលេងជាមួយកូនខ្វាំងរងទៀតហើយនេះមិនមែនជាសៀវភៅកំ pl ែងទេប៉ានឹងទៅរករបស់លេងដែលល្អជាងសៀវភៅកំ pl ែងឲ្យកូនដល់ពេលនោះប៉ានឹងឲ្យពួកគេទាំងអស់គ្នាកុំឲ្យលេងជាមួយរិនស៊ីវឡុងនេះទៀតល្អទេរបស់លេងនៅថ្ងៃអនាគតសប្បាយជាងនេះទៅទៀតប៉ាទៅរករបស់លេងដែលសប្បាយជាងសៀវភៅកំ pl ែងនេះឲ្យកូនណាដល់ពេលនោះប៉ានឹងប្រាប់គេទាំងអស់គ្នាកុំឲ្យលេងជាមួយរិនស៊ីវឡុងនេះទៀតល្អទេហាស៊ីវរងមកនេះមកកូនធ្វើត្រូវហើយរបស់លេងគឺត្រូវតែចែកគ្នាជាមួយមិត្តភក្តិលេងបើមិនមែនជាមិត្តភក្តិទេគឺមិនអាចចែកឲ្យលេងបានទេលោកមេឃុំលីនេះជារឿងរ៉ាវរវាងក្មេងទេយើងជាមនុស្សចាស់កុំលូកដៃអីប៉ាកូនចង់ត្រឡប់ទៅក្នុងភូមិវិញក្មេងក្នុងភូមិគេលេងជាមួយយ៉ាលោកមេឃុំលីមិនបានឲ្យក្មេងនិយាយទេប្រញាប់ត្រឡប់ទៅភូមិវិញទៅនៅទីក្រុងមិនសូវស័ក្តិសមនឹងកូនទេលោកដឹងបានយ៉ាងម៉េចថាយ៉ានៅទីនេះគ្មានមិត្តភក្តិនេះមិនមែនច្បាស់ហើយឬអ្នកទាំងអស់គ្នាចូលចិត្តលេងជាមួយស៊ីវរងជាងពិតមែនហើយកូនរងចាំនៅទីនេះសិនណាប៉ាទើបតែបានត្រៀមរបស់លេងដែលសប្បាយជាងសៀវភៅកំ pl ែងឲ្យកូនប៉ាទៅយកឲ្យកូនឥឡូវនេះហើយយ៉ាជឿប៉ាណាយួនខ្វាំងរងចាំបន្តិចទៀតប៉ាឲ្យកូនមើលមុខអ្នកដែលហ៊ានធ្វើបាបកូនស្រីប៉ាអីបែបនេះប៉ាទៅយកឲ្យកូនណា
អេយូប៉ាទៅយកឲ្យកូនណា ការធ្វើដំណើរឆ្លងកាត់ពេលវេលារិនខ្វាំងរងចាំបន្តិចទៀតកូននឹងដឹងថាអ្វីទៅហៅថាប្រដាប់ក្មេងលេងសួស្ដីបងប្រុសយកថៃផ្លេតឲ្យខ្ញុំ10គ្រឿងមកដោនឡូតរឿងគំនូរជីវចរដាក់ឲ្យអស់រួចវេចខ្ចប់ឲ្យខ្ញុំផងបានលោកបន្តិចសិនណាសួស្ដីលោកនេះជាថៃផ្លេតទាំង10គ្រឿងរបស់លោកបើធៀបនឹងរបស់នេះសៀវភៅក្មេងលេងនោះមិនមែនជារបស់អ្វីឡើយខ្ញុំនឹងយកទៅឲ្យប៉ាឥឡូវនេះចាំមើលចុះ
ខ្ញុំខំឲ្យប្អូនប្រុសជីកមកបន្តិចមិនមែនចង់ដូរយកស្បៀងទេគឺគ្រាន់តែចង់ជួយអ្នកប៉ុណ្ណោះស្បៀងនេះគឺត្រូវតែឲ្យអ្នកឥឡូវខ្ញុំថ្លឹងឲ្យអ្នកមើលថាតើស្មៅហុងជឿនេះថ្លៃប៉ុន្មាននេះជានរណាទៀតហើយធ្វើជាខ្លាំងទាំងដែលខ្លួនមិនមែនរៀបដាក់ប្រអប់អ្នកទាំងពីរនេះឆ្លើយឆ្លងគ្នាទៅមកមើលទៅដូចមែនទេណាជាពួកយើងថាបងដៅប៉ាធុញនឹងរស់ហើយឌឺដងបងដៅប៉ាអាមេខ្លងផ្សាររងឹតនោះបងដៅប៉ាក្រៅពីបងដៅប៉ានៅផ្សាររងឹតក្នុងក្រុងនេះនៅមានបងដៅប៉ាណាទៀតបើហ៊ានជាខ្ញុំថាបងដៅប៉ាទៀតខ្ញុំនឹងកាត់អណ្ដាតអ្នកចោលបងដៅប៉ាអ្នកជាមនុស្សធំហេតុអ្វីក៏មកលេងល្ខោនជាមួយលីជៀនមីនតែរឿងនេះបើលេចជឿទៅនឹងខូចកេរ្តិ៍ឈ្មោះបងហើយអ្នកមិនជឿជាក់លើខ្ញុំដៅប៉ាមែនទេរឿងនេះបើលេចជឿទៅនឹងខូចកេរ្តិ៍ឈ្មោះបងហើយអ្នកមិនជឿជាក់លើខ្ញុំដៅប៉ាមែនទេអ្នកទាំង3នេះកំពុងសង្ស័យលើចរិតរបស់ខ្ញុំដៅប៉ាមែនទេបងប្រុសឲ្យស្បៀងតាមចិត្តចុះរឿងណាដាច់ដោយឡែកពីគ្នាត្រូវតែថ្លឹងឲ្យច្បាស់លាស់លោកឪពុកទោះបីគាត់ជាមនុស្សផ្សារងឹតក៏អាចធ្វើអ្វីបានដែរគាត់ជួយលីជៀនមីនសម្ដែងជាអភិបាលស្រុកថ្មីរងចាំដល់ពេលអភិបាលស្រុកថ្មីមកដល់ក៏នៅតែត្រូវគេដោះស្រាយដដែលពិតមែនហើយអភិបាលស្រុកថ្មីម្នាក់នោះគឺជាមនុស្សដែលអាចយកស្រូវ 5000 គីឡូក្រាមចេញមកបានយ៉ាងងាយស្រួលចាំដល់ពេលគាត់មកដល់ហើយពេលពួកអ្នកបានរបស់ហើយតើនឹងធ្វើដូចម្ដេចរឿងងឹតនោះគឺជាគោលដៅដែលស្រុកកំពុងតែបង្ក្រាបដល់ពេលនោះគិតទាំងរឿងចាស់រឿងថ្មីតែម្ដងបងតាប៉ាវទើបតែគិតលេខរួចស្រូវមួយបាវនេះយកទៅចុះបានអភិបាលស្រុកថ្មីមកដល់លឿនម្លេះមែនហើយមេឃទើបតែភ្លឺអភិបាលស្រុកក៏មកដល់បាត់អភិបាលស្រុកថ្មីមកដល់ហើយចាំមើលឯងធ្វើម៉េចទៅមែនហើយមេឃទើបតែភ្លឺអភិបាលស្រុកក៏មកដល់បាត់អភិបាលស្រុកថ្មីមកដល់ហើយចាំមើលឯងធ្វើម៉េចទៅគឺអ្នកឯងនឹងគឺប្រធានក្រុមវាងម្នាក់មុននឹងអីចុះអភិបាលស្រុកថ្មីម្នាក់នោះឥឡូវគាត់នៅណាទៅប្រញាប់ចាប់ខ្លួនជនក្លែងក្លាយនេះទៅហើយដាក់ទោសឲ្យធ្ងន់ធ្ងរលីជៀនមីននេះគឺជាសមិទ្ធដែលទើបមកថ្មីនៅស្រុកយើងចាំមើលបន្តិចទៀតឯងចាប់អភិបាលស្រុកថ្មីយ៉ាងម៉េចប្រធានក្រុមវាងអ្នកមិនមែនកំពុងលេងសើចនឹងខ្ញុំទេភូមិអ្នកមានមនុស្សពូកែដល់ថ្នាក់នេះអ្នកមិនដឹងទេអីគេមានមនុស្សពូកែចេញពីក្នុងភូមិមកបែបនេះតើអ្នកចង់មានន័យថាលោកលីជៀនមីននេះហើយគឺជាចៅហ្វាយស្រុកថ្មីនេះលោកលីជៀនមីននេះហើយគឺជាចៅហ្វាយស្រុកថ្មីនេះចៅហ្វាយស្រុកលីមកដល់លឿនម្លេះមែនហើយមកដល់លឿនពេកហើយអូយដេកលឿនក្រោកលឿននឹងណាទម្លាប់រស់នៅរបស់អ្នកល្អមែនអាក្មេងនេះយ៉ាងម៉េចហ្នឹងមិនក៏វាជួយលីជៀនមីនសម្ដែងរឿងដែរលីជៀនមីនដើម្បីតែរកមនុស្សមកសម្ដែងរឿងឲ្យឯងកុំប្រាប់ថាឯងលួចរបស់របរចាស់ដែលអ្នកជំនាន់មុនបន្សល់ទុកអស់ហើយណាគាត់ប្រកាសជាជួយសម្ដែងរឿងជាមួយហើយលីជៀនមីននេះគឺជាអ្នកដែលខ្ញុំស្គាល់ពេលទៅប្រជុំនៅស្រុកពួកគេមិនមែនមកជួយអ្នកសម្ដែងរឿងនោះទេចៅហ្វាយស្រុកមកដល់លឿនម្លេះប្អូនប្រុសអូខ្ញុំកំពុងតែយកសັບមែនទេអ្នកជួយតែខ្ញុំមួយដៃមកលីជៀនមីនគាត់ខ្លាចជាចៅហ្វាយស្រុកបានយ៉ាងម៉េចខ្ញុំគិតថាខ្ញុំក៏មិនទាន់ភ្ញាក់ពីដេកដែរបើអញ្ចឹងអ្នកជួយតែខ្ញុំមួយដៃមកខ្ញុំគិតថាខ្ញុំក៏មិនទាន់ភ្ញាក់ពីដេកដែរចុះអ្នកក៏វាខ្ញុំមួយដៃមកអ្នកឯងហេពួកអ្នកនេះពួកអ្នកធ្វើអីហ្នឹងអូប៉ាគាត់ឈឺហាក់ដូចជាមិនមែនកំពុងយកសັບទេមិនមែនកំពុងយកសັບទេអីចឹងក៏បានអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការទៅមិញខ្ញុំបានប្រាប់អ្នកហើយស្មៅងុយដេករបស់មនុស្ស3នាក់នេះទោះគេឲ្យស្រូវប៉ុន្មានក៏កុំដូរឲ្យគេបាទមកខ្ញុំសុំមើលបន្តិចស្រូវមួយបាវមានអីគួរឲ្យអស់សំណើចមិនឃើញមានគូរូបស្រូវផងពេលនេះអ្នកភូមិទាំងមូលបានឆ្អែតហើយនៅសល់តែពួកយើងទេដែលឃ្លានខ្ញុំក៏មើលដឹងដែរថាពួកយើងនឹងមិនខ្លាចជាអ្នកតែម្នាក់គត់ក្នុងភូមិតែត្រូវអត់ឃ្លានស្លាប់នោះទេពីមុនដែលព្រមរៀបការជាមួយអ្នកក៏ព្រោះតែឃើញឪពុកអ្នកជាប្រធានក្រុមតាមអ្នកទៅនឹងមានបាយហូបមិននឹកស្មានថាពេលរៀបការជាមួយអ្នកហើយផ្ទុយទៅវិញមួយមាត់បាយក៏គ្មានហូបដែរថែមទាំងខ្លាចជាមនុស្សដែលគេស្អប់ខ្ពើមពេញក្រុងទៀតឲ្យវីទៅចុះមិននឹកស្មានថាពេលរៀបការជាមួយអ្នកផ្ទុយទៅវិញមួយមាត់បាយក៏គ្មានហូបដែរថែមទាំងខ្លាចជាមនុស្សដែលគេស្អប់ខ្ពើមពេញក្រុងទៀតខ្ញុំខុសហើយបើមិនមែនព្រោះតែអ្នកទេនោះខ្ញុំនិងប៉ាខ្ញុំក៏មិនឃ្លានបាយដែរសុទ្ធតែព្រោះតែអ្នកទើបខ្ញុំទៅបង្កចំនួនជាមួយលីជៀនមីនខ្ញុំនឹងទះឲ្យស្លាប់អញហ៊ានវីកូនប្រុសខ្ញុំផងខ្ញុំនឹងវីអញឲ្យស្លាប់ស្មៅសន្លប់10នាទីនេះគឺគ្រប់គ្រាន់ហើយរៀបចំឲ្យរួចរាល់ដើម្បីយកទៅជូនលោកប្រធានវាងបើដឹងថាមានថ្ងៃនេះមិនគួរធ្វើបែបនោះតាំងពីដំបូងឡើយ
អីពួកអ្នកមើលនេះថ្ងៃនេះមកដូរស្បៀងថែមទាំងមានកម្មវិធីឲ្យមើលទៀតចុះអាមនុស្សអនកាលពីម្សិលមិញទៅណាហើយមិនក៏មិនមកឬមួយក៏មិនហ៊ានមកសាវអូសួងអ្នកកុំធ្វើហួសហេតុពេកខ្ញុំធ្វើហួសហេតុឬថ្ងៃនេះខ្ញុំនឹងធ្វើឲ្យអ្នកឃើញថាហួសហេតុវ៉ាបែបណាអ្នកកុំធ្វើហួសហេតុពេកខ្ញុំនឹងហើយដែលហួសហេតុបានថ្ងៃនេះខ្ញុំនឹងធ្វើឲ្យឃើញថាហួសហេតុវ៉ាបែបណាវាងជីវីយ៉ានេះហើយគឺស្មៅសន្លប់ដែលពួកអ្នកចង់បាននេះខ្ញុំចំណាយលុយដល់ទៅ1000លានដើម្បីទិញមកពីអ្នកប្រមូលវត្ថុបុរាណម្នាក់នេះពិតជាស្មៅសន្លប់មែនវាងជីវីយ៉ាមិនមែនអ្នកថាខ្ញុំហួសហេតុទេថ្ងៃនេះខ្ញុំនឹងធ្វើឲ្យអ្នកឃើញថាហួសហេតុវ៉ាបែបណាខ្ញុំចង់ឲ្យអ្នកលុតជង្គង់សុំទោសខ្ញុំឥឡូវនេះខ្ញុំធ្លាប់ប្រាប់ហើយថាការដែលអ្នកត្រជាក់ដាក់ខ្ញុំកន្លងមកគឺជារឿងខុសឆ្គងខ្ញុំចង់ឲ្យអ្នកលិតខ្ញុំអូភ្លេចប្រាប់មុនពេលអ្នកសម្រេចចិត្តគួរតែគិតឲ្យច្បាស់សិនទៅបើមិនធ្វើតាមចិត្តខ្ញុំទេនោះខ្ញុំនឹងកំទេចស្មៅសន្លប់នេះចោលភ្លាមឪពុករបស់អ្នកនឹងមិនអាចភ្ញាក់ឡើងវិញបានឡើយសៀវវ៉ូសួងចុះបើខ្ញុំធ្វើបែបនេះតើអ្នកធ្វើអ្វីខ្ញុំបានឥឡូវនេះអ្វីដែលអ្នកអាចពឹងផ្អែកបានមានតែស្មៅសន្លប់នៅក្នុងដៃខ្ញុំនេះប៉ុណ្ណោះបើខ្ញុំកំទេចវាចោលឪពុករបស់អ្នកនឹងមិនអាចភ្ញាក់ឡើងវិញបានទេខ្ញុំមិនមានការអត់ធ្មត់ច្រើនទេខ្ញុំឲ្យពេលអ្នកត្រឹម3វិនាទី3 2វាងជីវីយ៉ាអ្នកក៏មានថ្ងៃនេះដែរឬគ្រាន់តែជាស្មៅដេកលក់សោះធ្វើអួតអាងខ្លាំងម្លេះរ៉ាវ៉ាឈួងឲ្យខ្ញុំមានដល់ទៅ1000ដាំឯណោះខ្ញុំមិនទាន់ប្រគល់ឲ្យផងចុះឯងមកប្រគល់ស្អីគេរ៉ាវ៉ាឈួងខ្ញុំមាន1000ដាំខ្ញុំមិនទាន់ប្រគល់ឲ្យផងចុះឯងមកប្រគល់ស្អីគេរ៉ាវ៉ាឈួងមុខឯងនេះក្រាស់មែនទែនឯងមានស្មៅដេកលក់តែមួយដាំសោះមកធ្វើអួតអាងស្អីតែអាដាច់យីហោឯងនៅហ៊ានមកទៀតហេះកុំភ្លេចកិច្ចសន្យាយើងណាប្រកាសហើយឯងក៏កុំភ្លេចពាក្យដែលឯងបាននិយាយដែរស្មៅដេកលក់នេះជាស្មៅដេកលក់ពិតមែនមានសរសៃស្លឹកទៀតផ្ទៃស្លឹកនេះគឺដូចទៅនឹងអ្វីដែលកត់ត្រាក្នុងសៀវភៅបេះបិទតែម្ដងយេមិញអញរកឃើញស្មៅដេកលក់បានមែនតែនសោះប្រកាសហើយ1000ដើមមិនខ្វះសំបីតែមួយដើមបើយ៉ាវ៉ាឈួងមិនជឿទេនោះអញអាចពិនិត្យមើលដោយខ្លួនឯងបានអាដាច់យីហោអញស្មានថាបោកអ្នកដតីបានហើយបោកខ្ញុំបានមែនទេគុំស្មានថាយកស្មៅដែរមានរូបរាងដូចស្មៅដេកលក់មកធ្វើជាស្មៅដេកលក់បានឲ្យសោះនឹងស្មៅសន្លប់ពិតប្រាកដគឺស្ថិតនៅក្នុងដៃខ្ញុំនេះឯងរបស់ដែលអ្នកយកមកគ្រាន់តែជារបស់คล้ายៗដែលរកបានមកប៉ុណ្ណោះអូចុះបើខ្ញុំអាចបញ្ជាក់បានថាស្មៅសន្លប់របស់ខ្ញុំជាវត្ថុពិតវិញនោះចុះបើខ្ញុំអាចបញ្ជាក់បានថាស្មៅសន្លប់របស់ខ្ញុំជាវត្ថុពិតវិញនោះតើអ្នកមានគម្រោងបញ្ជាក់ដោយរបៀបណាទៅអ្នកជឿជាក់លើខ្ញុំទេជៀនមីងខ្ញុំជឿជាក់លើអ្នកអីចឹងអ្នកយកស្មៅសន្លប់របស់ខ្ញុំទៅឲ្យពូផឹកទៅពូនឹងដឹងខ្លួនឡើងវិញហ្វាងជីវីយ៉ាអ្នកគិតឲ្យច្បាស់សិនទៅមនុស្សដែលកំពុងដេកលើគ្រែនោះគឺជាឪពុកបង្កើតរបស់អ្នកណាខ្ញុំមិនជឿជៀនមីងតើឲ្យខ្ញុំទៅជឿអ្នកវិញតើស្មៅសន្លប់នេះត្រូវប្រើប្រាស់ដោយរបៀបណាគ្រាន់តែបញ្ចុកអ្នកជំងឺផ្ទាល់ទៅបានហើយវាងស៊ូសាងអ្នកមើលចុះអ្នកធ្វើឲ្យឪពុកអ្នកធ្លាក់ក្នុងសភាពបែបនេះបានយ៉ាងម៉េចលោកគ្រូពេទ្យនេះគឺបើនេះជាស្មៅសន្លប់ពិតប្រាកដមែនគឺអាចព្យាបាលឪពុករបស់អ្នកឲ្យជាសះស្បើយបានទាំងស្រុងលើកលែងតែវាមិនមែនជាវត្ថុពិតជីវយ៉ាឲ្យអ្នកស្ដាប់មើលចុះសំបីតែគ្រូពេទ្យក៏និយាយបែបនេះដែរអាអ្នកក្រុមម្នាក់នេះយកស្មៅសន្លប់คล้ายៗមកទេអ្នកពិតជាមិនសូវខ្វល់ខ្វាយពីឪពុករបស់អ្នកមែនចែមិញខ្ញុំជឿជាក់លើអ្នកវេងគីយ៉ាបើខ្ញុំជាឪពុកអ្នកខ្ញុំច្បាស់ជាខឹងស្លាប់មិនខានលោកវ៉ងលោកវ៉ងព្រះឲ្យអ្នកដឹងខ្លួនហើយខៀងងាអរគុណដែលបានខំប្រឹងឪពុកឲ្យអ្នកអាចជាសះស្បើយគឺសុទ្ធតែជាស្នាដៃរបស់យេមិញគាត់បានរកឃើញស្មៅដេកលក់ដែលផុតពូជតាំងពីឆ្នាំ1962ក្មេងម្នាក់នេះពិតជាមានសមត្ថភាពមែនស្មៅដេកលក់ដែលផុតពូជតាំងពីឆ្នាំ1962បែបនេះគាត់បែរជារកឃើញទៅកើតលោកវ៉ងមានស្មៅដេកលក់នេះហើយជំងឺរបស់អ្នកនឹងអាចជាសះស្បើយទាំងស្រុងក្មួយប្រុសអរគុណក្មួយក្នុងកាតនេះមាន100លានចាត់ទុកថាជាការអរគុណពីពូ100លានអីចឹងមិនមែនមានន័យថាខ្ញុំនៅលើលោកនេះមានសេរីភាពខាងហិរញ្ញវត្ថុហើយទេ
ទ្រព្យសម្បត្តិសន្សំលើសពី100លានដោះសោជំនាញថ្មីពង្រឹងសុខភាពរាងកាយប្រសិនបើដោះសោបាន10000លាននោះអ្នកនឹងទទួលបានសមត្ថភាពនាំមនុស្សឆ្លងកាត់បានបន្ទាប់ពីដោះសោបាន100គឺអាចនាំមនុស្សឆ្លងកាត់បាន2នាក់ហើយចុះបើអញ្ចឹងតើខ្ញុំអាចនាំយ៉ាយ៉ាមកសោយសុខនៅពិភពលោកនេះបានទេខ្ញុំមើលទៅណាតាមពិតទៅលោកម្ចាស់វាំងគាត់នឹងដឹងខ្លួនឡើងវិញដោយខ្លួនឯងទេគ្រាន់តែអាមនុស្សថោកទាបនេះវាចៃដន្យឲ្យធ្វើត្រូវតែប៉ុណ្ណោះព្រោះតែអាមនុស្សថោកទាបដូចឯងចៃដន្យឲ្យធ្វើត្រូវទេទោះបីជាគ្មានស្មៅដេកលួរបស់អាមនុស្សថោកទាបដូចឯងក៏ដោយក៏លោកម្ចាស់វាំងគាត់អាចដឹងខ្លួនឡើងវិញបានដែរសាស្ត្រាចារ្យឲ្យចៅរឿងនេះមិនចាំបាច់ឲ្យអ្នកបារម្ភទេតាមការភ្នាល់របស់យើងខ្ញុំបានយកស្មៅដេកលក់មក1000ដាំហើយអ្នកត្រូវតែលុតជង្គង់សុំទោសខ្ញុំនឹងលោកវាំងឥឡូវនេះខ្ញុំនៅមានសំណើមួយទៀតលុតជង្គង់ចុះហើយហៅពួកយើងថាជាលោកម្ចាស់ហៅម៉ែឯងអីបងប្អូនទាំងអស់គ្នាចូលទៅប្រយ័ត្ននេះឬជាសមត្ថភាពនៃការធ្វើឲ្យរាងកាយរឹងមាំនោះលីជៀនមីងមិនមែនទេបងលីកុំឆេវឆាវអីឆេវឆាវនាំតែរឿងទេឆាវអ៊ូសឹងនៅតែមិនលុតជង្គង់ទៀតចៅអ៊ូសើចេញទៅនៅតែមិនលុតជង្គង់ទៀតខ្ញុំឲ្យឱកាសអ្នកម្ដងទៀតខ្ញុំរាប់តែ3លេខទេបើអ្នកនៅតែមិនលុតជង្គង់1បងលីមិនមែនទេលោកម្ចាស់លីកុំវាយខ្ញុំអីខ្ញុំដឹងកំហុសហើយអ្នកនៅមិនទាន់លុតជង្គង់ឲ្យវាំងជីវយ៉ាផងលោកយាយជីវយ៉ាខ្ញុំខុសហើយលោកយាយជីវយ៉ាគួរឲ្យខ្ពើមពិតមែនខ្ញុំមិនទាន់ចាស់ដល់ថ្នាក់នឹងទេចេញទៅឲ្យឆ្ងាយខ្ញុំដឹងកំហុសហើយខ្ញុំទៅវិញហើយលោកពិតជាមានសមត្ថភាពខ្លាំងណាស់គ្រូរបស់ខ្ញុំគឺសាស្ត្រាចារ្យឈឿនខៃវិនគាត់ចូលចិត្តផ្នែកវិទ្យាសាស្ត្រជំនាញណាស់ហើយគាត់កំពុងត្រូវការឱសថដែលបាត់បង់ទាំងនេះខ្លាំងណាស់តើលោកព្រមទៅជួបគាត់ជាមួយខ្ញុំទេទី1លោកអាចផ្គត់ផ្គង់ឱសថឲ្យគាត់បានទី2សាស្ត្រាចារ្យឈឿនមិនខ្វះលុយទេលោកក៏អាចរកចំណូលបានពីនេះដែរតាមរយៈសមត្ថភាពធ្វើដំណើរឆ្លងកាត់ពិភពលោកទាំងពីររបស់ខ្ញុំការរកឱសថដែលផុតពូជទៅហើយនោះមិនមែនជារឿងពិបាកទេបើអាចតាក់ទងជាមួយសាស្ត្រាចារ្យឈិនបានពិតមែនតើមិនអាចរកលុយបានលឿនជាងមុន100ក៏ទេនាំយ៉ាយ៉ាមកទីនេះដើម្បីរស់នៅជីវិតដ៏ល្អប្រសើរប្រកាសជាបាននេះគឺជាស្មៅមួយគេងពិតមែនក្មួយប្រុសអើយតើក្មួយរកបាន1000ដាំនេះដោយរបៀបណាក្មួយពិតជាខ្លាំងមែនលោកគ្រូអើយបើលោកគ្រូត្រូវការឱសថប្រភេទណាទៀតក៏អាចប្រាប់គាត់ឲ្យជួយរកបានដែរកុំថាអីខ្ញុំកំពុងតែត្រូវការឱសថមួយចំនួនពិតមែនមកក្មួយប្រុសឱសថទាំងនេះក៏ដូចជាស្មៅមួយគេងដែរសុទ្ធតែជាប្រភេទដែលគេមិនចាប់អារម្មណ៍កាលពីសតវត្សមុនហើយពេលនេះក៏បានផុតពូជអស់ទៅហើយមែនហើយតើមិនមែនសុទ្ធតែជាស្មៅដែលមនុស្សជំនាន់យើងគ្រប់គ្នាសុទ្ធតែស្គាល់ទេមិននឹកស្មានថាពិភពលោកនេះសុទ្ធតែជាឱសថកំមកនេះបើធៀបនឹងការរកស៊ីបន្តិចបន្តួចគឺរកលុយបានលឿនជាងច្រើនណាស់តើឱសថទាំងនេះចង់លក់ក្នុងតម្លៃប៉ុន្មានដែរ1គីឡូខ្ញុំឲ្យអ្នកប៉ុណ្ណេះយីវ៉ាង100000វាជាឱសថមួយប្រភេទដែលសម័យខ្ញុំមាននៅគ្រប់ទីកន្លែង1គីឡូ100000នេះវាដូចជាការរើសមាសច្បាស់បើតាមចង្វាក់នេះមិនយូរប៉ុន្មានខ្ញុំអាចនាំយ៉ាយ៉ាមកសោយសុខនៅពិភពលោកនេះបានហើយខ្ញុំត្រូវតែប្រញាប់កេណ្ឌអ្នកក្នុងក្រុងឲ្យទៅរកឱសថទាំងប៉ុន្មានមុខនេះបងដាបាហេតុអ្វីបានជាអ្នកមកទីនេះប្អូនប្រុសអើយអ្នកក៏ធ្លាប់ទៅផ្សាររងឹតដែរអ្នកគួរតែដឹងថាផ្សាររងឹតសុទ្ធតែជាកន្លែងដែលប្រជាជនគ្មានផ្លូវដើរទៅមែនទេមែនហើយខ្ញុំយល់បើមិនអញ្ចឹងតើអ្នកណាហ៊ានប្រថុយធំម្លេះចុះបើដឹងថាជាផ្សាររងឹតចុះហេតុអីនៅឲ្យខាងគ្រប់គ្រងទីផ្សារទៅបោះសម្អាតផ្សាររងឹតញឹកញាប់ម្លេះបងដេបឲ្យខ្ញុំបានប្រាប់ខាងគ្រប់គ្រងទីផ្សារហើយថាឲ្យផ្ដោតលើការចែកស្បៀងដល់ដៃប្រជាជនមិនមែនឲ្យទៅបោះសម្អាតផ្សាររងឹតទេចុះហេតុអីពីថ្ងៃនេះផ្សាររងឹតត្រូវគេបោះសម្អាតញឹកញាប់ម្លេះអ្នកណាជាអ្នកដឹកនាំឮថាឈ្មោះ Ren Guangrongពិតជាវាដែលនៅពីក្រោយរឿងនេះមែនបើឯងមិនធ្វើជាមនុស្សល្អទេនោះកុំបន្ទោសខ្ញុំដែលមិនគួរសមជាមួយឯងបងដេវ៉ាខ្ញុំមានវិធីមួយ
ដែលអាចធ្វើឲ្យផ្សារងឹតរបស់យើងលែងបារម្ភរឿងត្រូវគេបោះសម្អាតទៀតវិធីអីអូហេតុអីយើងត្រូវបោះសម្អាតផ្សារងឹតរហូតមកនេះផ្សារងឹតនេះដាំឡើយជាកន្លែងដែលប្រជាជនគ្មានជម្រើសទើបមកទីនេះបើយើងបោះសម្អាតវាឲ្យរលីងហើយលោកចៅហ្វាយស្រុកថ្មីរកស្បៀងមិនបានផ្សារក៏គ្មានប្រជាជនច្បាស់ជាខឹងសម្បាមិនខានអាឡៃយ៉ែមិននឹងមិនដឹងរកស្បៀងមកពីណាបានឡើងតំណែងជាចៅហ្វាយស្រុកដោយចៃដន្យចាំមើលទៅគាត់អង្គុយតំណែងនេះមិនបានយូរទេព្រោះមានអ្នកនៅពីក្រោយទៅយើងទៅទីនោះពួកឯងហ៊ានណាស់ណាដែលហ៊ានមកជួញដូរនៅផ្សារងឹតបែបនេះទៅរកស្បៀងមកពីណាហើយដែលនៅសល់វាទៅណាអស់ហើយរឿងដែលអ្នកបានប្រាប់ពួកយើងពិតជាធ្វើមិនកើតទេខ្ញុំបានប្រាប់រឿងអ្វីទៅរឿងដែលអ្នកបានប្រាប់ពួកយើងពិតជាធ្វើមិនកើតទេខ្ញុំបានប្រាប់រឿងអ្វីទៅអ្នកនិយាយថាអ្នកមានអាហារឆ្ងាញ់ខ្លះថ្ងៃនេះត្រូវយកមកឲ្យខ្ញុំហើយថែមទាំងនិយាយថាអ្នកស្រុកត្រូវប្រើរបស់របរចាស់ចំនួន10មុខទើបអាចដូរយកអាហារបានមួយមាត់ថ្ងៃនេះខ្ញុំមកចាំអ្នកនៅទីនេះមិនមែនមានបំណងអ្វីផ្សេងទេគឺគ្រាន់តែចង់ប្រាប់អ្នកថារឿងនេះពួកយើងធ្វើមិនកើតទេព្រោះអ្នកស្រុកគេត្រូវការរស់បន្តទៀតអ្នកកំពុងតែនិយាយរឿងមិនសមហេតុផលអ្វីនៅទីនេះខ្ញុំស្ដាប់មិនយល់សោះអ្នកប្រើអំណាចរបស់ខ្លួនមកកេងចំណេញនៅផ្សារងឹតតើត្រូវមានទោសយ៉ាងណាអ្នកស្រុកគ្រាន់តែចង់បានអាហារហូបចុកប៉ុណ្ណោះទើបបានយករបស់របរចាស់ដែលដូនតាបន្សល់ទុកឲ្យមកដូរនៅផ្សារងឹតនេះក៏ជាការបង្ខំចិត្តដែរសូម្បីតែរបស់របរទាំងនេះអ្នកក៏ចង់ស៊ីសំណូកដែរតើនៅមានប្រយោជន៍អ្វីទៀតចាប់ខ្លួនបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសទៅអ្នកបង្ខិតបង្ខំពួកយើងខ្លាំងពេកហើយពួកយើងនឹងប្រាប់លោកមេឃុំថ្មីសង្ឃឹមថាអ្នកកុំបន្ទោសខ្ញុំពួកឯងនឹងតើបើឯងចេះតែមួលបង្កាច់គេចុះបើពួកយើងមានភស្តុតាងវិញពួកវាចេះតែមួលបង្កាច់គេច្បាស់ចុះបើពួកយើងមានភស្តុតាងវិញលីជៀនមិនល្អណាស់ឯងហ៊ានសហការជាមួយពួកអាជីវកម្មងឹតមកមួលបង្កាច់យើងមិនមែនឯងចង់បានភស្តុតាងទេហីយើងចង់ដឹងណាស់ថាឯងមានភស្តុតាងស្អីមកបង្ហាញចុះបើពួកយើងមានភស្តុតាងពិតមែននោះឲ្យតែមានភស្តុតាងច្បាស់លាស់ពួកយើងនឹងព្រមទទួលស្គាល់ឯងចង់ឲ្យពួកយើងទទួលខុសត្រូវបែបណាក៏បានដែរឯងហ៊ានស្បត់ទេថាពួកឯងមិនបានលាក់អ្វីជាប់ខ្លួនលីជៀនមិនឲ្យខ្ញុំស្មានតែឯងមានភស្តុតាងអីធំដុំតាមពិតទៅជារឿងគ្មានមូលដ្ឋានសោះបានបើឯងពិតជាអាចរកឃើញរបស់របរពីពួកយើងមែនយើងនឹងព្រមទទួលស្គាល់ល្អនេះជាពាក្យសម្ដីរបស់ឯងហើយណាពាក្យសម្ដីរបស់ខ្ញុំប៉ុន្តែបើឯងរកមិនឃើញវិញនោះចាត់ទុកថាឯងមួលបង្កាច់យើងតំណែងចៅហ្វាយស្រុកនេះអ្នកធ្វើវិញទៅបានតោះឆាប់រុករកមកលោកមេឃុំលីខ្ញុំខ្លាចថាអ្នកនឹងលែងបានឬគេហើយបែបនេះទៀតហើយនំប៉ាវស្មានអ្វីចង់និយាយទៀតទេនំប៉ាវមានអ្វីចង់និយាយទៀតទេទោះបីជាអ្នកមាននំប៉ាវស្ក៏ដោយអ្នកគួរតែញ៉ាំនៅផ្ទះឬក៏អ្នកយកមកប្រាប់ខ្ញុំមួយម៉ាត់មកខ្ញុំអត់បាននៅផ្ទះទេអូហេថែមទាំងយកជើងមាន់ធំមកលក់ទៀតតើអ្នកយកអាហារមកប៉ុន្មាននឹងអាបងឯងនេះខ្ញុំអត់បានយកអ្វីមកពិតមែនដល់វេនអ្នកហើយឥឡូវយកវាចេញមកហើយកុំរាប់ចានណាហើយហាអ្នកមកឆែកខ្លួនខ្ញុំមកអូយយកទឹកក្រូចមកលក់នៅទីនេះទៀតខ្ញុំអត់បានយករបស់នេះមកទេយកទឹកក្រូចមកលក់នៅទីនេះទៀតខ្ញុំអត់បានយករបស់នេះមកទេស្ករកៅស៊ូហេអូយពួកអ្នកនៅទីនេះម្នាក់សុទ្ធតែជាឃ្លាំងចល័តទាំងអស់លីជៀនមីនអ្នកមួលបង្កាច់ខ្ញុំវាហួសហេតុពេកហើយដាំឡើយអ្នកទេដែលយល់ព្រមឲ្យឆែកខ្លួនឥឡូវរកឃើញរបស់ហើយអ្នកដែលមិនព្រមទទួលក៏ជាអ្នកដែរហេតុអ្វីបានជាអ្នកនិយាយត្រូវរហូតអញ្ចឹងដល់ថ្នាក់នេះហើយនៅមិនព្រមទទួលទៀតមាត់អ្នករឹងមែនទែន
សម័យនេះប្រជាជនរស់នៅលំបាកខ្លាំងណាស់ទៅហើយអ្នកនៅយករបស់ទាំងនេះមកកេងប្រវ័ញ្ចសង្កត់សង្កិនប្រជាជនទៀតទទួលស្គាល់ស្អីគេខ្ញុំមិនបានខុសទេហេតុអ្វីខ្ញុំត្រូវទទួលស្គាល់លីជៀនមីងអាពូឈួតអើយអ្នកហ៊ានមួយបង្កាច់ខ្ញុំផងបងប្អូនទាំងអស់គ្នាតាថៅចង់ស៊ីដល់មែនទេហាអេគេចាប់បានហើយអើយអាព្រមទទួលកំហុសឬអត់តើទទួលស្គាល់កំហុសទេចេញពីប៉ុស្តិ៍ប៉ូលីសទៅចេញពីប៉ុស្តិ៍ប៉ូលីសឲ្យលឿនឡើងមកនេះយកពួកជនក្បត់ប្រជាជនទាំងនេះទៅប៉ុស្តិ៍ប៉ូលីសឲ្យខ្ញុំទៅក្រោកឡើងដើរទៅប្រជាជនជាច្រើនមិនមានអាហារគ្រប់គ្រាន់ទេឯទីផ្សាររងឹតបានផ្ដល់ផ្លូវសម្រាប់ដូរស្បៀងអាហារហើយក៏បានជួយជីវិតប្រជាជនជាច្រើនដែរដូច្នេះក្នុងគំនិតខ្ញុំទៅមុខទៀតអ្នកទាំងអស់គ្នាកុំហៅវាថាទីផ្សាររងឹតអីវាគ្រាន់តែជាកន្លែងមួយដែលអ្នកទាំងអស់គ្នាអាចដោះដូរស្បៀងបានធម្មតាដោយមិនអាចថ្លៃខ្ពស់ពេកទេបើមានការថ្លៃខ្ពស់ពេកត្រូវតែដាក់ទុនកម្មរួមគ្នាអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរលោកមេឃុំឡើយនិយាយត្រូវហើយសម័យកាលពិសេសត្រូវតែអនុវត្តបែបពិសេសមិនអាចទុកឲ្យគេអត់ឃ្លានរហូតដល់ស្លាប់បានទេមែនទេម្យ៉ាងទៀតលោកប្រធានស្ថានីយ៍លីក៏បាននិយាយដែរមិនអាចមានការថ្លៃខ្ពស់ពេកនេះមិនមែនហៅថាការទិញលក់ទេគឺហៅថាការដោះដូរនេះហៅថាការដោះដូរសុទ្ធតែដើម្បីប្រជាជនទាំងនោះទេខ្ញុំយល់ស្របតាមអ្វីដែលលោកមេឃុំលីបាននិយាយកូនប្រសាយល់ព្រមបើអញ្ចឹងខ្ញុំតំណាងឲ្យអ្នកភូមិគ្រប់ភូមិទាំងអស់សូមអរគុណអ្នកទាំងអស់គ្នាដែលបាគឺឲ្យតំណែងប្រធានការិយាល័យគ្រប់គ្រងទីប្រជុំជននេះទំនេរតើអ្នកមកធ្វើជាប្រធានទេខ្ញុំមិនមែនទេគឺថាខ្ញុំធ្វើម៉េចនឹងអាចទៅរួចអូយអ្នកកុំរៀបសារពេកអីអ្នកពេលធ្វើជាប្រជាជននៅតែគិតចង់ធ្វើអំពើល្អជូនប្រជាជនចុះទម្រាំតែអ្នកបានធ្វើជាប្រធានការិយាល័យគ្រប់គ្រងទីប្រជុំជនទៀតនោះប្រកាសជាធ្វើឲ្យប្រជាជនកាន់តែទទួលបានផលប្រយោជន៍ហើយបើអញ្ចឹងក៏បានដែរបងប្អូនបើអញ្ចឹងខ្ញុំសូមទទួលយកដោយក្តីរីករាយលីជៀនមីនម្នាក់នេះគាត់ពិតជាហ៊ានពេកហើយលីជៀនមីនម្នាក់នេះចាប់ក្មួយប្រុសអ្នកបានចំតែម្ដងគាត់ថែមទាំងធ្វើនៅចំពោះមុខមហាជនទៀតហើយមានភស្តុតាងច្បាស់លាស់ទៀតលើកនេះគឺចប់ហើយគ្មានផ្លូវដោះសាររួចទេខ្ញុំត្រូវតែសងសឹកឲ្យក្មួយប្រុសខ្ញុំឲ្យបានលីជៀនមីនអ្នកទៅកំដរក្មួយប្រុសខ្ញុំទៅចុះទោះបីជាបានគៀងកូនអ្នកភូមិទាំងមូលឲ្យទៅរកឱសថទាំងនោះក៏ដោយប៉ុន្តែចំនួនវានៅតែតិចពេកប្រសិនបើអាចគៀងកូនមនុស្សទាំងស្រុកឲ្យទៅរកនោះពិតជាល្អណាស់ចៅហ្វាយស្រុកនិងចៅហ្វាយឃុំគឺខុសគ្នាឆ្ងាយណាស់មនុស្សបែបនេះមិនមែនចេះតែទៅជួបបានងាយទេបើមានឱកាសនេះលោកចៅហ្វាយឃុំលីខ្ញុំហៅថាក្រោមការដឹកនាំរបស់អ្នកភូមិទាំងអស់សុទ្ធតែមានបាយហូបឆ្អែតឆ្អន់ណាស់ជារឿងធម្មតាទេខ្ញុំចង់ណែនាំអ្នកឲ្យស្គាល់ចៅហ្វាយស្រុកដើម្បីឲ្យគាត់ជួយលើកដំកើងអ្នកឲ្យធ្វើជាមន្ត្រីធំជាងចៅហ្វាយឃុំមនុស្សមានសមត្ថភាពដូចអ្នកកាន់តែធ្វើធំក៏កាន់តែផ្ដល់ប្រយោជន៍ដល់ប្រជាជនដែរបើអាចធ្វើជាមន្ត្រីធំជាងចៅហ្វាយឃុំបាននោះអ្នកនឹងអាចប្រមូលឱសថទាំងនោះឲ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងស្រុកទាំងមូលប្រមូលឲ្យបាន100លានឲ្យលឿនខ្ញុំនឹងអាចនាំយ៉ាទៅសម័យកាលដែលគ្រប់គ្នាសុទ្ធតែមានបាយហូបឆ្អែតដើម្បីទៅសោយសុខអ្នកបម្រើប្រជាជនស្អីគេអ្នកគ្រាន់តែចង់សាកល្បងអំណាចដែលធំជាងនេះប៉ុណ្ណោះលោកប្រធានលីថ្ងៃនេះយប់ជ្រៅហើយអ្នកសម្រាប់នៅផ្ទះសំណាក់សិនទៅព្រឹកស្អែកខ្ញុំនឹងនាំអ្នកទៅជួបចៅហ្វាយស្រុកបានដំឡើងតំណែង1លានយន្ត100លានរបស់ស្អីគេនឹងបានថ្លៃម្លេះឬមួយក៏ជាការសាកល្បងដេកចាំលៀបមកដល់មាត់ទ្វារហើយអូយបន្ទប់បែបនេះធម្មតាគេសម្អាតរាល់ពេលភ្ញៀវចេញយ៉ាងហោចណាស់ក៏ជាបន្ទប់សម្រាប់ភ្ញៀវគិតយូរដែរមិនគួរណាគ្មានអ្នកសម្អាតសោះបែបនេះតើគេអាចទុករបស់ទាំងនេះចោលបានដោយរបៀបណា
លោកចៅហ្វាយស្រុកលោកចៅហ្វាយឃុំនេះពិតជាហ៊ានខ្លាំងណាស់គាត់យកវត្ថុបុរាណមកសូកប៉ាន់ខ្ញុំចង់ឲ្យខ្ញុំដំឡើងតំណែងឲ្យគាត់ធំជាងនេះលោកចៅហ្វាយស្រុកខ្ញុំបានទប់គាត់ទុកមួយអន្លើហើយគាត់កំពុងនៅក្នុងបន្ទប់ផ្ទះសំណាក់ពិតឬមិនពិតលោកគ្រាន់តែទៅមើលនឹងភ្នែកទៅនឹងដឹងហើយអូគឺជារឿងមួយបង្កាច់សោះចាំខ្ញុំទៅបានចាំខ្ញុំឲ្យអ្នកឃើញតើអ្វីទៅដែលហៅថាលើកថ្មទម្លាក់ជើងខ្លួនឯងលោកចៅហ្វាយស្រុកមើលចុះគាត់ជាចៅហ្វាយឃុំសោះបែរជាយកវត្ថុបុរាណមកសូកប៉ាន់ខ្ញុំដើម្បីឲ្យខ្ញុំដំឡើងតំណែងឲ្យគាត់ទៅវិញលោកចៅហ្វាយឃុំលីខ្ញុំសុំទោសផងខ្ញុំជាមនុស្សត្រឹមត្រូវណាស់ខ្ញុំត្រូវទទួលខុសត្រូវចំពោះប្រជាជនខ្ញុំដាច់ខាតមិនទទួលសំណូកទេអ្នកនឹងហើយមែនទេដែលជាចៅហ្វាយឃុំលីដែលដឹកនាំប្រជាជនទាំងឃុំឲ្យមានបាយហូបនោះបាទគឺខ្ញុំនេះឯងគឺគាត់ដែលប្រាប់ឲ្យខ្ញុំមកជួបអ្នកដើម្បីឲ្យខ្ញុំឡើងតំណែងធំជាងនេះហើយជួយប្រជាជនឲ្យបានកាន់តែច្រើនលោកមេឃុំលីគឺខ្ញុំពិតជាចង់ទៅរកអ្នកនៅឃុំមែនឥឡូវនេះជាសម័យអត់ឃ្លានឲ្យតែអាចដឹកនាំប្រជាជនឲ្យមានបាយហូបឆ្អែតគឺអាចឡើងតំណែងធំជាងនេះបានយ៉ាងណាមិញអ្នកធ្វើការជាមន្ត្រីគឺដើម្បីសុខទុក្ខរបស់ប្រជាជនប៉ុន្តែប្រសិនបើមានការសូកប៉ាន់នោះគឺជាបទល្មើសធ្ងន់ធ្ងរដែលត្រូវកាត់ទោសយ៉ាងតឹងរ៉ឹងអ្នកដឹងទេប៉ុន្តែខ្ញុំពិតជាមិនបានសូកប៉ាន់មែនមិនបានធ្វើទេអ្នកហ៊ានឲ្យគេឆែកឆេរផ្ទះនេះទេឃើញទេអរិនឋានគឺនេះមានបំណងចង់ក្តីខ្ញុំប៉ុន្តែអ្នកមករករឿងខ្ញុំពិតជាខុសមនុស្សហើយមានអ្វីដែលមិនហ៊ាននោះប៉ុន្តែអ្នកមករករឿងខ្ញុំពិតជាខុសមនុស្សហើយមានអ្វីដែលមិនហ៊ាននោះល្អលោកមេឃុំលីខ្ញុំសង្ឃឹមថាពេលរកឃើញភស្តុតាងបន្តិចទៀតនេះអ្នកនៅតែអាចមានទំនុកចិត្តនិងស្ងប់ស្ងាត់បានដូចពេលនេះម្នាក់នោះមិនទាន់ចេញពីផ្ទះមែនទេទុកចិត្តចុះកំពុងតែតាមមើលវាជាប់រហូតមិននឹកស្មានថាពិភពលោកនេះសុទ្ធតែជាអស្ថកមនេះបើធៀបនឹងការរកស៊ីបន្តិចបន្តួចគឺរកលុយបានលឿនជាងច្រើនណាស់តើអសោះទាំងនេះចង់លក់ក្នុងតម្លៃប៉ុន្មានដែរ1គីឡូខ្ញុំឲ្យអ្នកប៉ុណ្ណេះយីវ៉ាង100000វាជាអស្ថមួយប្រភេទដែលសម័យខ្ញុំមាននៅគ្រប់ទីកន្លែង1គីឡូ100000នេះវាដូចជាការរើសមាសច្បាស់បើតាមចង្វាក់នេះមិនយូរប៉ុន្មានខ្ញុំអាចនាំយ៉ាយ៉ាមកសោយសុខនៅពិភពលោកនេះបានហើយមិនយូរប៉ុន្មានខ្ញុំអាចនាំយ៉ាយ៉ាមកសោយសុខនៅពិភពលោកនេះបានហើយខ្ញុំត្រូវតែប្រញាប់កេណ្ឌអ្នកក្នុងក្រុងឲ្យទៅរកឱសថទាំងប៉ុន្មានមុខនេះប៉ងដាបាហេតុអ្វីបានជាអ្នកមកទីនេះប្អូនប្រុសអើយអ្នកក៏ធ្លាប់ទៅផ្សាររងឹតដែរអ្នកគួរតែដឹងថាផ្សាររងឹតសុទ្ធតែជាកន្លែងដែលប្រជាជនគ្មានផ្លូវដើរទៅមែនទេមែនហើយខ្ញុំយល់បើមិនអញ្ចឹងតើអ្នកណាហ៊ានប្រថុយធំម្លេះចុះបើដឹងថាជាផ្សាររងឹតចុះហេតុអីនៅឲ្យខាងគ្រប់គ្រងទីផ្សារទៅបោះសម្អាតផ្សាររងឹតញឹកញាប់ម្លេះបងដេបើឲ្យខ្ញុំបានប្រាប់ខាងគ្រប់គ្រងទីផ្សារហើយថាឲ្យផ្ដោតលើការចែកស្បៀងដល់ដៃប្រជាជនមិនមែនឲ្យទៅបោះសម្អាតផ្សាររងឹតទេចុះហេតុអីពីថ្ងៃនេះផ្សាររងឹតត្រូវគេបោះសម្អាតញឹកញាប់ម្លេះអ្នកណាជាអ្នកដឹកនាំលិថាឈ្មោះ Ren Guangrongពិតជាវាដែលនៅពីក្រោយរឿងនេះមែនបើឯងមិនធ្វើជាមនុស្សល្អទេនោះកុំបន្ទោសខ្ញុំដែលមិនគួរសមជាមួយឯងបងដេវ៉ាខ្ញុំមានវិធីមួយដែលអាចធ្វើឲ្យផ្សាររងឹតរបស់យើងលែងបារម្ភរឿងត្រូវគេបោះសម្អាតទៀតវិធីអីអូហេតុអីយើងត្រូវបោះសម្អាតផ្សាររងឹតរហូតមកនេះផ្សាររងឹតនេះដាំឡើយជាកន្លែងដែលប្រជាជនគ្មានជម្រើសទើបមកទីនេះបើយើងបោះសម្អាតវាឲ្យរលីងហើយលោកចៅហ្វាយស្រុកថ្មីរកស្បៀងមិនបានផ្សារក៏គ្មានប្រជាជនច្បាស់ជាខឹងសម្បាមិនខានអាឡៃយ៉ែមិននឹងមិនដឹងរកស្បៀងមកពីណាបានឡើងតំណែងជាចៅហ្វាយស្រុកដោយចៃដន្យចាំមើលទៅគាត់អង្គុយតំណែងនេះមិនបានយូរទេព្រោះមានអ្នកនៅពីក្រោយទៅយើងទៅទីនោះពួកឯងហ៊ានណាស់ណាដែលហ៊ានមកជួញដូរនៅផ្សាររងឹតបែបនេះទៅរកស្បៀងមកពីណាហើយដែលនៅសល់វាទៅណាអស់ហើយរឿងដែលអ្នកបានប្រាប់ពួកយើងពិតជាធ្វើមិនកើតទេខ្ញុំបានប្រាប់រឿងអ្វីទៅរឿងដែលអ្នកបានប្រាប់ពួកយើងពិតជាធ្វើមិនកើតទេខ្ញុំបានប្រាប់រឿងអ្វីទៅអ្នកនិយាយថាអ្នកមានអាហារឆ្ងាញ់ខ្លះ
ថ្ងៃនេះត្រូវយកមកឲ្យខ្ញុំហើយថែមទាំងនិយាយថាអ្នកស្រុកត្រូវប្រើរបស់របរចាស់ចំនួន10មុខទើបអាចដូរយកអាហារបានមួយមាត់ថ្ងៃនេះខ្ញុំមកចាំអ្នកនៅទីនេះមិនមែនមានបំណងអ្វីផ្សេងទេគឺគ្រាន់តែចង់ប្រាប់អ្នកថារឿងនេះពួកយើងធ្វើមិនកាទេព្រោះអ្នកស្រុកគេត្រូវការរស់បន្តទៀតអ្នកកំពុងតែនិយាយរឿងមិនសមហេតុផលអ្វីនៅទីនេះខ្ញុំស្ដាប់មិនយល់សោះអ្នកប្រើអំណាចរបស់ខ្លួនមកកេងចំណេញនៅផ្សាររងឹតតើត្រូវមានទោសយ៉ាងណាអ្នកស្រុកគ្រាន់តែចង់បានអាហារហូបចុកប៉ុណ្ណោះទើបបានយករបស់របរចាស់ដែលដូនតាបន្សល់ទុកឲ្យមកដូរនៅផ្សាររងឹតនេះក៏ជាការបង្ខំចិត្តដែរសូម្បីតែរបស់របរទាំងនេះអ្នកក៏ចង់ស៊ីសំណុកដែរតើនៅមានប្រយោជន៍អ្វីទៀតចាប់ខ្លួនបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសទៅអ្នកបង្ខិតបង្ខំពួកយើងខ្លាំងពេកហើយពួកយើងនឹងប្រាប់លោកមេឃុំថ្មីសង្ឃឹមថាអ្នកកុំបន្ទោសខ្ញុំពួកឯងនឹងតើបើឯងចេះតែមួលបង្កាច់គេចុះបើពួកយើងមានភស្តុតាងវិញពួកវាចេះតែមួលបង្កាច់គេច្បាស់ចុះបើពួកយើងមានភស្តុតាងវិញលីជៀនមិនល្អណាស់ឯងហ៊ានសហការជាមួយពួកអាជីវកម្មងឹតមកមួលបង្កាច់យើងមិនមែនឯងចង់បានភស្តុតាងទេហីយើងចង់ដឹងណាស់ថាឯងមានភស្តុតាងស្អីមកបង្ហាញចុះបើពួកយើងមានភស្តុតាងពិតមែននោះឲ្យតែមានភស្តុតាងច្បាស់លាស់ពួកយើងនឹងព្រមទទួលស្គាល់ឯងចង់ឲ្យពួកយើងទទួលខុសត្រូវបែបណាក៏បានដែរឯងហ៊ានស្បត់ទេថាពួកឯងមិនបានលាក់អ្វីជាប់ខ្លួនលីជៀនមិនឲ្យខ្ញុំស្មានតែឯងមានភស្តុតាងអីធំដុំតាមពិតទៅជារឿងគ្មានមូលដ្ឋានសោះបានបើឯងពិតជាអាចរកឃើញរបស់របរពីពួកយើងមែនយើងនឹងព្រមទទួលស្គាល់ល្អនេះជាពាក្យសម្ដីរបស់ឯងហើយណាពាក្យសម្ដីរបស់ខ្ញុំប៉ុន្តែបើឯងរកមិនឃើញវិញនោះចាត់ទុកថាឯងមួលបង្កាច់យើងតំណែងចៅហ្វាយស្រុកនេះអ្នកធ្វើវិញទៅបានតោះឆាប់រុករកមកលោកមេឃុំលីខ្ញុំខ្លាចថាអ្នកនឹងលែងបានឬគេហើយបែបនេះទៀតហើយនំប៉ាវស្មានអ្វីចង់និយាយទៀតទេនំប៉ាវមានអ្វីចង់និយាយទៀតទេទោះបីជាអ្នកមាននំប៉ាវស្ក៏ដោយអ្នកគួរតែញ៉ាំនៅផ្ទះឬក៏អ្នកយកមកប្រាប់ខ្ញុំមួយម៉ាត់មកខ្ញុំអត់បាននៅផ្ទះទេអូហេថែមទាំងយកជើងមាន់ធំមកលក់ទៀតតើអ្នកយកអាហារមកប៉ុន្មាននឹងអាបងឯងនេះខ្ញុំអត់បានយកអ្វីមកពិតមែនដល់វេនអ្នកហើយឥឡូវយកវាចេញមកហើយកុំរាប់ចានណាហើយហាអ្នកមកឆែកខ្លួនខ្ញុំមកអូយយកទឹកក្រូចមកលក់នៅទីនេះទៀតខ្ញុំអត់បានយករបស់នេះមកទេយកទឹកក្រូចមកលក់នៅទីនេះទៀតខ្ញុំអត់បានយករបស់នេះមកទេស្ករកៅស៊ូហេអូយពួកអ្នកនៅទីនេះម្នាក់សុទ្ធតែជាឃ្លាំងចល័តទាំងអស់លីជៀនមីនអ្នកមួលបង្កាច់ខ្ញុំវាហួសហេតុពេកហើយដាំឡើយអ្នកទេដែលយល់ព្រមឲ្យឆែកខ្លួនឥឡូវរកឃើញរបស់ហើយអ្នកដែលមិនព្រមទទួលក៏ជាអ្នកដែរហេតុអ្វីបានជាអ្នកនិយាយត្រូវរហូតអញ្ចឹងដល់ថ្នាក់នេះហើយនៅមិនព្រមទទួលទៀតមាត់អ្នករឹងមែនទែនសម័យនេះប្រជាជនរស់នៅលំបាកខ្លាំងណាស់ទៅហើយអ្នកនៅយករបស់ទាំងនេះមកកេងប្រវ័ញ្ចសង្កត់សង្កិនប្រជាជនទៀតទទួលស្គាល់ស្អីគេខ្ញុំមិនបានខុសទេហេតុអ្វីខ្ញុំត្រូវទទួលស្គាល់លីជៀនមីនអាពូឈួតអើយអ្នកហ៊ានមួយបង្កាច់ខ្ញុំផងបងប្អូនទាំងអស់គ្នាតាថៅចង់ស៊ីដល់មែនទេហាអេគេចាប់បានហើយព្រមទទួលកំហុសឬអត់តើទទួលស្គាល់កំហុសទេចេញពីប៉ុស្តិ៍ប៉ូលីសទៅចេញពីប៉ុស្តិ៍ប៉ូលីសឲ្យលឿនឡើងមកនេះយកពួកជនក្បត់ប្រជាជនទាំងនេះទៅប៉ុស្តិ៍ប៉ូលីសឲ្យខ្ញុំទៅក្រោកឡើងដើរទៅប្រជាជនជាច្រើនមិនមានអាហារគ្រប់គ្រាន់ទេឯទីផ្សាររងឹតបានផ្ដល់ផ្លូវសម្រាប់ដូរស្បៀងអាហារហើយក៏បានជួយជីវិតប្រជាជនជាច្រើនដែរដូច្នេះក្នុងគំនិតខ្ញុំ
ទៅមុខទៀតអ្នកទាំងអស់គ្នាកុំហៅវាថាទីផ្សារងឹតអីវាគ្រាន់តែជាកន្លែងមួយដែលអ្នកទាំងអស់គ្នាអាចដោះដូរស្បៀងបានធម្មតាដោយមិនអាចថ្លៃខ្ពស់ពេកទេបើមានការថ្លៃខ្ពស់ពេកត្រូវតែដាក់ទុនកម្មរួមគ្នាអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរលោកមេឃុំឡើយនិយាយត្រូវហើយសម័យកាលពិសេសត្រូវតែអនុវត្តបែបពិសេសមិនអាចទុកឲ្យគេអត់ឃ្លានរហូតដល់ស្លាប់បានទេមែនទេម្យ៉ាងទៀតលោកប្រធានស្ថានីយ៍លីក៏បាននិយាយដែរមិនអាចមានការថ្លៃខ្ពស់ពេកនេះមិនមែនហៅថាការទិញលក់ទេគឺហៅថាការដោះដូរនេះហៅថាការដោះដូរសុទ្ធតែដើម្បីប្រជាជនទាំងនោះទេខ្ញុំយល់ស្របតាមអ្វីដែលលោកមេឃុំលីបាននិយាយកូនប្រសារយល់ព្រមបើអញ្ចឹងខ្ញុំតំណាងឲ្យអ្នកភូមិគ្រប់ភូមិទាំងអស់សូមអរគុណអ្នកទាំងអស់គ្នាដែលបើគឺឲ្យតំណែងប្រធានការិយាល័យគ្រប់គ្រងទីប្រជុំជននេះទំនេរតើអ្នកមកធ្វើជាប្រធានទេខ្ញុំមិនមែនទេគឺថាខ្ញុំធ្វើម៉េចនឹងអាចទៅរួចអូយអ្នកកុំរៀបសារពេកអីអ្នកពេលធ្វើជាប្រជាជននៅតែគិតចង់ធ្វើអំពើល្អជូនប្រជាជនចុះទម្រាំតែអ្នកបានធ្វើជាប្រធានការិយាល័យគ្រប់គ្រងទីប្រជុំជនទៀតនោះប្រកាសជាធ្វើឲ្យប្រជាជនកាន់តែទទួលបានផលប្រយោជន៍ហើយបើអញ្ចឹងក៏បានដែរបងប្អូនបើអញ្ចឹងខ្ញុំសូមទទួលយកដោយក្តីរីករាយលីជានមីនម្នាក់នេះគាត់ពិតជាហ៊ានពេកហើយលីជានមីនម្នាក់នេះចាប់ក្មួយប្រុសអ្នកបានចំតែម្ដងគាត់ថែមទាំងធ្វើនៅចំពោះមុខមហាជនទៀតហើយមានភស្តុតាងច្បាស់លាស់ទៀតលើកនេះគឺចប់ហើយគ្មានផ្លូវដោះសាររួចទេខ្ញុំត្រូវតែសងសឹកឲ្យក្មួយប្រុសខ្ញុំឲ្យបានលីជានមីនអ្នកទៅកំដរក្មួយប្រុសខ្ញុំទៅចុះទោះបីជាបានគៀងកូនអ្នកភូមិទាំងមូលឲ្យទៅរកឱសថទាំងនោះក៏ដោយប៉ុន្តែចំនួនវានៅតែតិចពេកប្រសិនបើអាចគៀងកូនមនុស្សទាំងស្រុកឲ្យទៅរកនោះពិតជាល្អណាស់ចៅហ្វាយស្រុកនិងចៅហ្វាយឃុំគឺខុសគ្នាឆ្ងាយណាស់មនុស្សបែបនេះមិនមែនចេះតែទៅជួបបានងាយទេបើមានឱកាសនេះលោកចៅហ្វាយឃុំលីខ្ញុំហៅថាក្រោមការដឹកនាំរបស់អ្នកភូមិទាំងអស់សុទ្ធតែមានបាយហូបឆ្អែតឆ្អន់ណាស់ជារឿងធម្មតាទេខ្ញុំចង់ណែនាំអ្នកឲ្យស្គាល់ចៅហ្វាយស្រុកដើម្បីឲ្យគាត់ជួយលើកដំកើងអ្នកឲ្យធ្វើជាមន្ត្រីធំជាងចៅហ្វាយឃុំមនុស្សមានសមត្ថភាពដូចអ្នកកាន់តែធ្វើធំក៏កាន់តែផ្ដល់ប្រយោជន៍ដល់ប្រជាជនដែរបើអាចធ្វើជាមន្ត្រីធំជាងចៅហ្វាយឃុំបាននោះអ្នកនឹងអាចប្រមូលឱសថទាំងនោះឲ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងស្រុកទាំងមូលប្រមូលឲ្យបាន100លានឲ្យលឿនខ្ញុំនឹងអាចនាំយ៉ាទៅសម័យកាលដែលគ្រប់គ្នាសុទ្ធតែមានបាយហូបឆ្អែតដើម្បីទៅសោយសុខអ្នកបម្រើប្រជាជនស្អីគេអ្នកគ្រាន់តែចង់សាកល្បងអំណាចដែលធំជាងនេះប៉ុណ្ណោះលោកប្រធានលីថ្ងៃនេះយប់ជ្រៅហើយអ្នកសម្រាប់នៅផ្ទះសំណាក់សិនទៅព្រឹកស្អែកខ្ញុំនឹងនាំអ្នកទៅជួបចៅហ្វាយស្រុកបានដំឡើងតំណែង1លានយន្ត100លានរបស់ស្អីគេនឹងបានថ្លៃម្លេះឬមួយក៏ជាការសាកល្បងដេកចាំលៀបមកដល់មាត់ទ្វារហើយអូយបន្ទប់បែបនេះធម្មតាគេសម្អាតរាល់ពេលភ្ញៀវចេញយ៉ាងហោចណាស់ក៏ជាបន្ទប់សម្រាប់ភ្ញៀវគិតយូរដែរមិនគួរណាគ្មានអ្នកសម្អាតសោះបែបនេះតើគេអាចទុករបស់ទាំងនេះចោលបានដោយរបៀបណាលោកចៅហ្វាយស្រុកលោកចៅហ្វាយឃុំនេះពិតជាហ៊ានខ្លាំងណាស់គាត់យកវត្ថុបុរាណមកសូកប៉ាន់ខ្ញុំចង់ឲ្យខ្ញុំដំឡើងតំណែងឲ្យគាត់ធំជាងនេះលោកចៅហ្វាយស្រុកខ្ញុំបានទប់គាត់ទុកមួយអន្លើហើយគាត់កំពុងនៅក្នុងបន្ទប់ផ្ទះសំណាក់ពិតឬមិនពិតលោកគ្រាន់តែទៅមើលនឹងភ្នែកទៅនឹងដឹងហើយអូគឺជារឿងមួយបង្កាច់សោះចាំខ្ញុំទៅបានចាំខ្ញុំឲ្យអ្នកឃើញតើអ្វីទៅដែលហៅថាលើកថ្មទម្លាក់ជើងខ្លួនឯងលោកចៅហ្វាយស្រុកមើលចុះគាត់ជាចៅហ្វាយឃុំសោះបែរជាយកវត្ថុបុរាណមកសូកប៉ាន់ខ្ញុំដើម្បីឲ្យខ្ញុំដំឡើងតំណែងឲ្យគាត់ទៅវិញលោកចៅហ្វាយឃុំលីខ្ញុំសុំទោសផងខ្ញុំជាមនុស្សត្រឹមត្រូវណាស់ខ្ញុំត្រូវទទួលខុសត្រូវចំពោះប្រជាជនខ្ញុំដាច់ខាតមិនទទួលសំណូកទេអ្នកនឹងហើយមែនទេដែលជាចៅហ្វាយឃុំលីដែលដឹកនាំប្រជាជនទាំងឃុំឲ្យមានបាយហូបនោះ
បាទគឺខ្ញុំនេះឯងគឺគាត់ដែលប្រាប់ឲ្យខ្ញុំមកជួបអ្នកដើម្បីឲ្យខ្ញុំឡើងតំណែងធំជាងនេះហើយជួយប្រជាជនឲ្យបានកាន់តែច្រើនលោកមេឃុំលីគឺខ្ញុំពិតជាចង់ទៅរកអ្នកនៅឃុំមែនឥឡូវនេះជាសម័យអត់ឃ្លានឲ្យតែអាចដឹកនាំប្រជាជនឲ្យមានបាយហូបឆ្អែតគឺអាចឡើងតំណែងធំជាងនេះបានយ៉ាងណាមិញអ្នកធ្វើការជាមន្ត្រីគឺដើម្បីសុខទុក្ខរបស់ប្រជាជនប៉ុន្តែប្រសិនបើមានការសូកប៉ាន់នោះគឺជាបទល្មើសធ្ងន់ធ្ងរដែលត្រូវកាត់ទោសយ៉ាងតឹងរ៉ឹងអ្នកដឹងទេប៉ុន្តែខ្ញុំពិតជាមិនបានសូកប៉ាន់មែនមិនបានធ្វើទេអ្នកហ៊ានឲ្យគេឆែកឆេរផ្ទះនេះទេឃើញទេអរិនឋានគឺនេះមានបំណងចង់ក្តីខ្ញុំប៉ុន្តែអ្នកមករករឿងខ្ញុំពិតជាខុសមនុស្សហើយមានអ្វីដែលមិនហ៊ាននោះប៉ុន្តែអ្នកមករករឿងខ្ញុំពិតជាខុសមនុស្សហើយមានអ្វីដែលមិនហ៊ាននោះល្អលោកមេឃុំលីខ្ញុំសង្ឃឹមថាពេលរកឃើញភស្តុតាងបន្តិចទៀតនេះអ្នកនៅតែអាចមានទំនុកចិត្តនិងស្ងប់ស្ងាត់បានដូចពេលនេះម្នាក់នោះមិនទាន់ចេញពីផ្ទះមែនទេទុកចិត្តចុះកំពុងតែតាមមើលវាជាប់រហូតល្អណាស់ហៅមិត្តភ័ក្ដិអ្នកមកទីនេះមកខ្ញុំនឹងនាំគាត់ទៅវះកាត់បដូរសរីរាង្គមែនហើយធ្វើបែបនេះទើបអាចព្យាបាលជំងឺបានបើតាមល្បឿននេះមិនយូរប៉ុន្មានទេខ្ញុំនឹងអាចនាំយាយាមកទីនេះបានឥឡូវខ្ញុំសុំសួរមួយសិនតើអាចប្រើថ្នាំសិនបានទេលោកសាស្ត្រាចារ្យឲ្យឈើមិត្តភ័ក្ដិខ្ញុំមកឥឡូវមិនទាន់បានទេតើខ្ញុំអាចប្រើថ្នាំព្យាបាលសិនបានទេប្រើថ្នាំពិតជាអាចធ្វើបានដែរប៉ុន្តែថ្នាំមិនអាចព្យាបាលជាដាច់ស្រឡះទេវាគ្រាន់តែជួយសម្រាលអាការៈប៉ុណ្ណោះខ្ញុំសូមណែនាំថាអ្នកគួរតែប្រញាប់នាំមិត្តភ័ក្ដិអ្នកមកទីនេះដើម្បីឲ្យខ្ញុំវះកាត់បដូរឲ្យគាត់បានខ្ញុំដឹងហើយលោកសាស្ត្រាចារ្យឲ្យសិនខ្ញុំនឹងប្រញាប់នាំគាត់មកជួបលោកឲ្យបានឆាប់បំផុតបានខ្ញុំដឹងហើយលោកសាស្ត្រាចារ្យឲ្យសិនខ្ញុំនឹងប្រញាប់នាំគាត់មកជួបលោកឲ្យបានឆាប់បំផុតលោកសាស្ត្រាចារ្យឲ្យឈឿននិយាយថាថ្នាំនេះអាចជួយសម្រាលអាការៈជំងឺបានចាំខ្ញុំសាកល្បងសិនប៉ាយ៉ាយ៉ាមិញនឹងកាត់អីហ្នឹងយ៉ាយ៉ាអត់អីទេកូនគ្រាន់តែយ៉ាយ៉ាអស់កម្លាំងពេកបានសម្រាប់បន្តិចទៅកុំបារម្ភអីណាប៉ានឹងមិនឲ្យយ៉ាយ៉ាពិបាកទៀតទេចាស់ប៉ាយ៉ាយ៉ាជឿប៉ានឹងមិនឲ្យយ៉ាយ៉ាពិបាកទេខ្ញុំត្រូវតែរកលុយឲ្យបាន 100% ឲ្យលឿនបំផុតដើម្បីនាំយ៉ាយ៉ាទៅពិភពលោកមួយនោះដើម្បីទទួលការវះកាត់ប្ដូរលោកវាងខ្ញុំចង់សុំឲ្យលោកជួយអ្វីមួយជួយរឿងអីលោកនិយាយមកខ្ញុំចង់សុំឲ្យលោកជួយអ្វីមួយជួយរឿងអីលោកនិយាយមកលោកវាងខ្ញុំកំពុងត្រូវការលុយច្រើនណាស់ចង់សួរលោកវាងថាលោកមានឱកាសរកលុយធំអត់ជៀនមីងថ្ងៃនេះលោកមកសួរបានចំពេមែនខ្ញុំក៏មានរឿងចង់ពិភាក្សាជាមួយលោកដែររឿងអីទៅកាសែតនេះមានចុះផ្សាយសេចក្តីប្រកាសផ្ដល់រង្វាន់អ្នកដែលចេញសេចក្តីប្រកាសនេះគឺលោកលីយុនដូដែលជាអ្នកមានបំផុតក្នុងក្រុងនេះលោកលីយុនដូដឹងថាខ្លួនជិតដល់ពេលហើយគាត់មានរឿងមួយដែលស្ដាយក្រោយនៅឆ្នាំ1961លោកលីយុនដូមានស្រីម្នាក់ដែលគាត់ស្រឡាញ់ឈ្មោះលីម៉ឹងហ៊ុយនាងរស់នៅត្រង់កន្លែងនេះលីយុនដូនិងលីម៉ឹងហ៊ុយធ្លាប់បានសន្យាថានឹងរួមរស់ជាមួយគ្នាពេលបែកគ្នាអ្នកទាំងពីរបានព្រមព្រៀងគ្នាថានឹងសរសេរសម្បត្តិឆ្លើយឆ្លងគ្នាប៉ុន្តែរហូតដល់ពេលដែលលោកលីយុនដូជិតស្លាប់ទៅហើយនោះក៏នៅតែមិនទទួលបានសម្បត្តិពីលីម៉ឹងហ៊ុយដែរចុះលោកលីយុនដូមិនបានទៅរកលីម៉ឹងហ៊ុយទេរឿងនោះគឺពិតជាបានទៅរកហើយនៅឆ្នាំ1963លោកលីយុនដូបានទៅភូមិដែលលីម៉ឹងហ៊ុយរស់នៅប៉ុន្តែភូមិនោះបែរជាបាត់ស្រមោលទៅវិញលោកលីយុនដូបានតាមរកលីម៉ឹងហ៊ុយជាច្រើនឆ្នាំប៉ុន្តែរកនាងមិនឃើញសោះមុនពេលគាត់ស្លាប់លោកលីយុនដូចង់ឃើញតែសម្បត្តិដែលសរសេរដោយដៃរបស់លីម៉ឹងហ៊ុយប៉ុណ្ណោះអូ
តើអ្នកជឿលើវិចារណញ្ញាណទេខ្ញុំជឿលើរឿងនេះខ្ញុំក៏ជឿដែរលោកលីយុនដូនៅតែរងចាំសម្បត្តិរបស់លីម៉ឹងហួយរហូតមកដល់ពេលនេះបើអញ្ចឹងមានតែលទ្ធភាពមួយទេគឺថាវិចារណញ្ញាណរបស់លីយុនដូគឺពួកគេនឹងសរសេរសម្បត្តិឲ្យគាត់ខ្ញុំជឿជាក់យ៉ាងមុតមមនៅលើពិភពលោកនេះគឺពិតជាមានសម្បត្តិមួយច្បាប់នោះមែនជាមួយនឹងភាពឆ្លាតវៃរបស់អ្នកប្រហែលជាអាចរកឃើញខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពប្រាក់រង្វាន់របស់លោកតាលីយុនដូគឺរហូតដល់ទៅ 5,000 លានឯណោះនេះគឺជាតម្លៃដ៏មហាសាលបើអ្នករកសម្បត្តិនោះឃើញនោះអ្នកនឹងរកលុយបានមួយកប់ធំហើយប៉ុន្តែបើរកមិនឃើញអ្នកក៏មិនខាតបង់អ្វីដែរអ្នកគ្រប់គ្រងរបស់ខ្ញុំមើលកាសែតនេះឃើញសរសេរថាលោកលីយុនដូពេលដែលគាត់ចាក់ចេញលីម៉ឹងហួយនៅតែក្នុងភូមិឥឡូវនេះខ្ញុំទៅភូមិមួយនោះប្រហែលជាទាន់ពេលរកលីម៉ឹងហួយឃើញឲ្យតែរកលីម៉ឹងហួយឃើញសួរគាត់ថាហេតុអ្វីបានជាមិនសរសេរសម្បត្តិឬក៏យកសម្បត្តិដែលគាត់សរសេរហើយតែមិនបានទៅដល់ដៃលោកលីយុនទូនោះមកវិញខ្ញុំនឹងអាចទទួលបាន 50,000 លានដើម្បីនាំយ៉ាយ៉ាត្រឡប់ទៅពិភពពិតនៅសល់តែមួយជំហានទៀតប៉ុណ្ណោះគឺនៅទីនេះឯងគឺនៅទីនេះឯងអ្នកគឺតើអ្នកគឺលីម៉ឹងហួយមែនទេចាស់ខ្ញុំនឹងហើយមានរឿងអីមែនទេចុះអ្នកស្គាល់លីយុនទូដែរឬទេតើយុនទូជានរណាតើស្ថានភាពពេលនេះយ៉ាងម៉េចហើយមើលទៅលីម៉ឹងហួយនិងលីយុនទូស្រឡាញ់គ្នាដោយស្មោះខ្ញុំបានធ្លាក់ខ្លួនឈឺជាទម្ងន់មុនពេលដែលគាត់ចាក់ចេញទៅខ្ញុំធ្វើជាមិនមានរឿងអ្វីកើតឡើងយ៉ាងហោចណាស់នៅពេលដែលគាត់ចាក់ចេញទៅគាត់គ្មានអ្វីត្រូវបារម្ភទៀតទេនេះជារឿងដែលខ្ញុំអាចធ្វើឲ្យគាត់បានជាកិច្ចការចុងក្រោយហើយគ្រាន់តែជារឿងដែលខ្ញុំអាចធ្វើឲ្យគាត់បានជាកិច្ចការចុងក្រោយហើយតើអ្នកស្គាល់កន្លែងនេះដោយរបៀបណាខ្ញុំធំឡើងជាមួយយុនឌូខ្ញុំមិនចាំថាគាត់ស្គាល់អ្នកទេបើខ្ញុំនិយាយថាខ្ញុំបានជួបលោកលីយុនឌូពេលចាស់តើអ្នកជឿទេមនុស្សដែលចិត្តស្លាប់ទៅហើយតើមានអ្វីដែលមិនអាចជឿបានទៀតម្យ៉ាងទៀតខ្ញុំតែងតែយល់សប្តិឃើញលីគេនិយាយថាគាត់ខ្លាចមានគេម្នាក់មកតាមរកខ្ញុំដូច្នេះពេលដែលខ្ញុំឃើញអ្នកទើបមានអារម្មណ៍ថាអ្នកគឺជាមនុស្សដែលត្រូវជួបតាមវាសនាប្រហែលជានេះគឺជាការយល់ចិត្តគ្នារបស់អ្នកដែលមានចិត្តស្រឡាញ់គ្នាលោកលីយុនឌូបានតាមរកអ្នកគ្រប់ទីកន្លែងនៅពេលក្រោយមកនៅពេលដែលគាត់ចិត្តដាច់ខ្យល់គាត់នៅតែបន្តរងចាំយ៉ាងអន្ទះសារសម្បត្តិដែលអ្នកសរសេរដោយផ្ទាល់ដៃបើមិនដូច្នោះទេគាត់នឹងចាក់ចេញទៅដោយក្តីសោកស្ដាយធានឌូគាត់ពិតជារងចាំពាក្យសន្យារវាងខ្ញុំនិងគាត់មែនពេលនេះខ្ញុំជឿហើយអ្នកគឺជាមនុស្សដែលគាត់ចង់បញ្ជូនមកគាត់ពិតជារងចាំពាក្យសន្យារវាងខ្ញុំនិងគាត់មែនពេលនេះខ្ញុំជឿហើយអ្នកគឺជាមនុស្សដែលគាត់ចង់បញ្ជូនមកម៉ឹងហុយអ្វីដែលខ្ញុំមិនយល់នោះគឺហេតុអ្វីបានជាអ្នកមិនព្រមសរសេរសម្បត្តិទៅលោកលីយុនឌូតាមពិតទៅគាត់ដឹងថាការដែលខ្ញុំនិយាយថានឹងសរសេរសម្បត្តិឲ្យគាត់វាគ្រាន់តែជាពាក្យសម្ដីប៉ុណ្ណោះឬអាចនិយាយបានថាគាត់ជឿជាក់លើអានុភាពនៃសេចក្តីស្រឡាញ់តើនេះមានន័យដូចម្ដេចតាមពិតទៅខ្ញុំគឺមិនចេះអក្សរសោះអីគេអ្នកមិនចេះអក្សរតាមពិតទៅខ្ញុំមិនចេះអក្សរតតែសោះខ្ញុំជឿមូលហេតុដែលយ៉ាន់យ៉ូរងចាំអស់ជាច្រើនឆ្នាំមកនេះគឺដោយសារតែគាត់គិតថាខ្ញុំនឹងរៀនសរសេរអក្សរដើម្បីស្នេហារួចសរសេរសម្បត្តិឲ្យគាត់ប៉ុន្តែខ្ញុំគ្មានពេលទៀតទេប៉ុន្តែយ៉ាន់យ៉ូបែរជាបញ្ជូនអ្នកមកអីចឹងអ្នកប្រកាសជាអាចសរសេរសម្បត្តិនេះជំនួសខ្ញុំបានចុះសរុបមកគឺខ្ញុំត្រូវសរសេរសម្បត្តិឲ្យលោកឡាយយ៉ាន់យ៉ូមែនទេចុះរឿងនឹងវាទៅរួចយ៉ាងម៉េចទៅលោកលេនជីវយ៉ាងណាក៏វាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំដែរចុះបើខ្ញុំបង្រៀនអ្នកសរសេរអក្សរវិញល្អទេគ្មានពេលទៀតទេខ្ញុំមានវិធីធ្វើឲ្យគាត់ជឿត្រាប្រៃសណីយ៍មួយនេះគឺយ៉ាន់យ៉ូឲ្យខ្ញុំមកបិទវានៅលើខេងវែងយ៉ាន់យ៉ូប្រកាសជាជឿជាក់នេះគឺជាត្រាប្រៃសណីយ៍ដែលយ៉ាន់យ៉ូឲ្យខ្ញុំនៅលើនោះមានឈ្មោះរបស់គាត់បិទត្រាប្រៃសណីយ៍នេះលើស្រោមសម្បត្តិទៅគាត់ប្រកាសជាជឿជាក់ហើយអីចឹងក៏បានដែរទោះបីជាលីទូសៀងជឿមិនជឿក៏ដោយខ្ញុំនឹងយកវាទៅប្រគល់ជូនគាត់ដើម្បីបំពេញក្តីសោកស្ដាយរបស់ពួកអ្នកទាំងពីរអរគុណអ្នកខ្ញុំទៅយកក្រដាសនិងប៊ិចឲ្យអ្នក
ឈុនទូឃើញអក្សរដូចឃើញមុខហេនេះគឺអ្នកក៏ដឹងថាខ្ញុំអត់ចេះអក្សរដែរអីចឹងហើយបានជាពីមុនពួកយើងទាំងពីរតែងតែធ្វើបែបនេះគូរង្វង់ពីរភ្ជាប់គ្នាមានន័យថាពួកយើងទាំងពីរចាប់ដៃគ្នាអូអីចឹងទេតើពឹងអ្នកហើយសម្បត្តិមួយច្បាប់នេះត្រូវតែយកទៅឲ្យគាត់ឲ្យបានកុំឲ្យគាត់មានការសោកស្ដាយទុកចិត្តចុះខ្ញុំនឹងយកទៅប្រគល់ជូនគាត់ឲ្យបាននេះជាស្បៀងដែលខ្ញុំយកមកថ្ងៃនេះអ្នកញ៉ាំសិនទៅថ្ងៃក្រោយចាំខ្ញុំយកមកឲ្យទៀតអរគុណអ្នកនេះជាស្បៀងដែលខ្ញុំយកមកថ្ងៃនេះថ្ងៃក្រោយចាំខ្ញុំយកមកឲ្យទៀតអរគុណអ្នកលីម៉ឹងហ៊ួយបានផ្ញើលិខិតមកហើយនឹងមិនទទួលបានលិខិតរបស់គាត់ទៀតទេខ្ញុំដឹងសរសេរលិខិតមិនបានទេខ្ញុំគ្រាន់តែចេញសេចក្តីប្រកាសស្វែងរកប៉ុណ្ណោះសាកល្បងជាលើកចុងក្រោយកុំឲ្យខ្លួនឯងស្ដាយក្រោយកុំឲ្យមានការសោកស្ដាយអីនេះជាអ្វីដែលសុងស៊ីនរ៉េនឲ្យខ្ញុំយកមកឲ្យអ្នកមិននឹកស្មានថាជាលិខិតរបស់គាត់មែនគាត់បានផ្ញើលិខិតមកមែនអ្នកផ្ញើលិខិតណែណាប្រញាប់អញ្ជើញគាត់ចូលមកអ្នកផ្ញើលិខិតណែណាប្រញាប់អញ្ជើញគាត់ចូលមកនេះជាត្បូងរបស់លីម៉ូហ៊ួយនេះជាទឹកដមសម្លេងរបស់គាត់មិននឹកស្មានថាពិតជាបានទទួលសម្បត្តិរបស់គាត់មែននេះជាត្រាប្រៃសណីយ៍ដែលយុនឌូឲ្យខ្ញុំមានឈ្មោះគាត់នៅលើនេះយកត្រានេះទៅបិទលើស្រោមសម្បត្តិទៅគាត់ប្រកាសជាជឿជាក់មិនខានយុនឌូឃើញអក្សរដូចឃើញមុខមិនមែនទេតាហេតុអ្វីបានជាអ្នកល្ងងម្លេះអ្នកមានជំងឺដែលព្យាបាលមិនជាអ្នកអាចប្រាប់ខ្ញុំបានតើថាខ្ញុំបានការជំងឺដែលព្យាបាលមិនជាហើយបើខ្ញុំទៅភៀសខ្លួនជាមួយគាត់ខ្ញុំប្រកាសជាស្លាប់នៅតាមផ្លូវមិនខានយើងនឹងរួមសុខរួមទុក្ខជាមួយគ្នាហេតុអ្វីបានជាអ្នកល្ងងម្លេះមកហួយគាត់បាននិយាយអ្វីទៀតទេគាត់និយាយថានេះគឺអ្នកទាំងអស់គ្នាដឹងថាខ្ញុំមិនចេះអក្សរដូច្នេះពីមុនយើងទាំងពីរតែងតែធ្វើបែបនេះគូរង្វង់ពីរភ្ជាប់គ្នាមានន័យថាយើងទាំងពីរចាប់ដៃគ្នាអូបែបនេះសោះជាតិក្រោយគាត់ចង់ឲ្យវាដូចជារង្វង់មូលពីរនេះដែរដែលនៅជាប់គ្នាជារៀងរហូតក្នុងសុបិនបងនឹងទៅរកអូនឥឡូវនេះហើយMMA ហឹមហើយចាំសិននេះជាទឹកប្រាក់ 5,000 លានដែលប៉ាខ្ញុំសន្យាថានឹងឲ្យអ្នកអរគុណដែលបានជួយឲ្យគាត់ទៅដោយគ្មានការសោកស្ដាយទើបតែបាន 2,000 លានទេខ្ញុំនឹងអាចនាំយ៉ាយ៉ាមកកាន់ពិភពលោកនេះបានយ៉ាប៉ានឹងព្យាបាលកូនឲ្យជាឲ្យបាន